កម្ពុជាបាននឹងកំពុងរុញច្រានថៃផ្ទប់ទៅនឹងជញ្ជាំងការទូតនិងច្បាប់អន្តរជាតិគណៈពេលផ្ទៃក្នុងថៃក៏កំពុងតែប្រមាននឹងប្រកាសអាសន្នធំផងដែរគណៈពេលថៃកំពុងប្រឈមនឹងការប្រមានទឹកជំនន់និងបាក់ដីនៅបណ្ដាខេត្តជាច្រើននៅភាគខាងត្បូងនៃប្រទេសថៃនោះកម្ពុជាកំពុងតែជំរុញដំណោះស្រាយចំនួនតាមផ្លូវច្បាប់និងការទូតការសម្រេចចិត្តរបស់កម្ពុជាក្នុងការស្នើចាប់ផ្ដើមនីតិវិធីក្រម UN-CLOS បង្ហាញថាបញ្ហាដែលមានភាពស្មុគស្មាញមិនត្រូវបានដោះស្រាយដោយអារម្មណ៍ឬក៏សម្ពាធនយោបាយទេប៉ុន្តែត្រូវដោះស្រាយដោយច្បាប់អង្គហេតុនិងយុត្តិធម៌អន្តរជាតិការដែលកម្ពុជាសម្រេចយកបញ្ហាវិវាទដែនសមុទ្រទៅកាន់យន្តការរបស់ UN-CLOS ហាក់មិនមែនជាអ្វីដែលថៃចង់ឃើញនោះទេដោយមន្ត្រីជាន់ខ្ពស់ថៃបានបង្ហាញការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរច្បាប់កម្ពុជាអ្វីត្បិតតែមិនលឿនដោយចិត្តមនុស្សចង់ឃើញតែមិនដែលយឺតរហូតភ្លេចអ្នកដែលបានប្រព្រឹត្តឡើយការពេលថ្មីនេះអគ្គនាយកដ្ឋានការពារនិងបង្ការក្រមមហន្តរាយរបស់ថៃបានចេញសេចក្តីព្រមានឲ្យខេត្តភាគខាងត្បូងចំនួន6ដែលប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងទឹកចំនួនភ្លាមនិងទឹកហូរពីលើភ្នំនិងការបាក់ដីដែលចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃទី8ខែមិថុនាដោយសារតែឥទ្ធិពលខ្យល់មូសុងនិរដីដ៏ខ្លាំងក្លាបំផុតកំពុងគ្របដណ្ដប់លើផ្ទៃសមុទ្រអាដាម៉ាន់និងតំបន់ភាគខាងត្បូងភាគខាងលិចរបស់ប្រទេសថៃអាជ្ញាធរថៃបានបញ្ជាឲ្យក្រុមសង្គ្រោះបន្ទាន់និងមន្ត្រីក្នុងតំបន់តាមដានស្ថានភាពអាកាសធាតុយ៉ាងជិតស្និទ្ធនិងត្រៀមឧបករណ៍ធុនធ្ងន់នៅគ្រប់តំបន់ប្រឈមហានិភ័យដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាប្រសិនបើមានគ្រោះមហន្តរាយកើតឡើងប្រទេសមួយកំពុងត្រៀមទប់ទល់ជាមួយនឹងគ្រោះធម្មជាតិរីឯមួយប្រទេសទៀតកំពុងតែទទួលអំណោយផលពីធម្មជាតិតើនេះគឺជាកម្មឬមួយយ៉ាងណានៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅផ្លាស់ប្ដូរបរិយាកាសស្រង់ស្រូបខ្យល់អាកាសបរិសុទ្ធមើលទិដ្ឋភាពព្រៃភ្នំទឹកធ្លាក់ស្អាតនៅក្នុងទឹកដីនៃប្រជាជាតិកម្ពុជាហើយអ្វីដែលពិសេសជាងគេគឺទីតាំងនេះគឺជាប់ទៅនឹងព្រំដែនថៃតែម្ដងកាលពីពេលថ្មីនេះផងដែរកម្ពុជាត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសដែលមានធនធានធម្មជាតិល្អបំផុតលេខ1នៅក្នុងអាស៊ីនិងលំដាប់ពិភពលោកកុំឲ្យខាត់ពេលវេលាយូរយើងធ្វើដំណើរទៅទីនោះជាមួយគ្នាដំណើរទៅជាមួយខ្ញុំដំណើរទៅជាមួយខ្ញុំរកសម្រស់ធម្មជាតិភ្នំព្រៃនិងទឹកជ្រោះជីវិតពិតនៅទីនេះគ្រូសាលានាំផ្លូវអ្នកទៅឃើញអ្វីថ្មី Subscribe ឲ្យដើរជាមួយកុំឲ្យអោកាំងហួសទៅឲ្យតំណែងនាំចូលពីប្រទេសលេខ2មកហើយថ្ងៃនេះមកសំឡូតពួកចង់មកឃើញថាតារ៉េននៅសំឡូតវាទុំហើយនៅថាចិត្តសាស្ត្រដតីទៅគឺកុហកខ្មែរហើយឥឡូវចិត្តសាស្ត្រឯងវាកុហកខ្មែរគ្នាឯងនេះបងប្អូនបាទនេះតារ៉េនមួយដើមនេះគឺផ្លែបងប្អូនទៅការតារ៉េនទៅដីទៅទីតាំងមកបាទខ្ញុំប្រាប់ម្ចាស់ការតារ៉េនឲ្យទីតាំងក៏ទុំអញ្ចឹងដឹងមកពីណាទេបាទខ្ញុំអត់ដឹងដែរទេបាទប្រហែលជាមកពីស្រុកខ្មែរមើលទៅអូនមកពីខាងណាប្រដាក់ឲ្យចូលសៀមរាបអ្នកបាត់ដំបងទៅលេងប្រដាក់អ្នកប្រដាក់មកលេងបាត់ដំបងបាទសូមចុច like និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនកូនក្មួយជាទីគោរពនឹងជាទីស្រឡាញ់ហើយសង្ឃឹមថាពុកម៉ែបងប្អូនសុខសប្បាយជាធម្មតាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទគ្រូសេឡាហើយក៏សូមគោរពនឹងផ្ញើជូននៅផ្ទាំងទស្សនីយភាពនេះជូនដល់ពុកម៉ែបងប្អូនគ្រប់ទីមជ្ឈដ្ឋានទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមើលឃើញដល់ណាផ្ញើជូនដល់នឹងបាទមិនថាបងប្អូននៅស្រុកខ្មែរឬក៏នៅអូស្ត្រាលីបារាំងកាណាដាអាមេរិកកាំងនៅជប៉ុននៅអាល្លឺម៉ង់នៅទីណាទេបាទឲ្យតែមើលឃើញគឺផ្ញើជូនទាំងអស់ណាបាទនេះគឺទិដ្ឋភាពពីស្រុកខ្មែរបងប្អូនបាទពីស្រុកខ្មែរខ្ញុំកំពុងទៅធ្វើដំណើរនៅលើផ្លូវជាតិលេខ57ទិសដៅពីខេត្តបាត់ដំបងទៅខេត្តបៃលិនផ្លូវនេះបងប្អូនអ្នកបាត់ដំបងប្រកាសជាស្គាល់ឬក៏ពុកបងប្អូនអ្នកធ្លាប់រស់នៅទីនេះណាពុកបងប្អូនខ្លះគាត់នៅក្រៅប្រទេសហើយគាត់ខានមកលេងស្រុកយូរហើយបាទអញ្ចឹងបាទខ្ញុំចេះតែនឹករលឹកពួកគាត់ឲ្យចង់បដិទិដ្ឋភាពនេះជូនដល់ពុកបងប្អូនឲ្យបានឃើញផងអ្នកនៅក្រៅប្រទេសផ្លូវនេះគឺផ្លូវភ្នំសំពៅណាពុកបងប្អូនណាផ្លូវចាក់ពីបាត់ដំបងទៅភ្នំសំពៅហើយខាងមុខនោះគឺភ្នំសំពៅនោះលំបានតិចទៀតឃើញហើយណាបងប្អូនណាបាទហើយដោយយកយល់ឃើញថាពុកម៉ែបងប្អូននៅក្រៅប្រទេសនឹងកម្របានមកលេងស្រុកលេងស្រែណាស់បាទអញ្ចឹងហើយជាទីនឹករលឹកដើម្បីកាត់បន្ថយការនឹករលឹកស្រុកទេសនោះសូមផ្ញើជូនទាំងអស់គ្នាឲ្យពុកបងប្អូនទស្សនាវីដេអូនឹងហើយក៏ប្រហែលជានឹកកាលពីអតីតកាលធ្លាប់នៅបាត់ដំបងឬក៏ពុកម៉ែបងប្អូនធ្លាប់នៅខេត្តផ្សេងក៏ប៉ុន្តែធ្លាប់មកលេងបាត់ដំបងអញ្ចឹងពុកម៉ែបងប្អូនប្រកាសជាចំណាំផ្លូវនេះបានគឺផ្លូវ57នេះ
ចាក់ពីបាត់ដំបងទៅភ្នំសំពៅណាបងប្អូនបាទភ្នំសំពៅនោះគឺល្បីណាស់បងប្អូននៅរមណីយដ្ឋានប្រវត្តិសាស្ត្របាទហើយតាមរឿងព្រេងនិទានគឺមានរឿងហោហែណាខ្ញុំអត់លំអិតទេបងប្អូនចាំទៅតាមដានទៅរឿងភ្នំសំពៅនេះយ៉ាងម៉េចយ៉ាងណាណាហេតុអីបានហៅថាភ្នំសំពៅអីហោហែមើលទៅគឺស្តៀងភ្នំសំពៅមែនតើណាបងប្អូនស្តៀងសំពៅណាបាទយើងមើលពីចម្ងាយទៅគឺអូយគឺថាដូចសំពៅផ្អៀងអញ្ចឹងបាទតាមរឿងនិទានហ្នឹងគឺមានកពើមកគឿនសំពៅនឹងឲ្យផ្អៀងអញ្ចឹងណាបាទរឿងព្រេងនិទានវែងឆ្ងាយហើយខាងឆ្វេងដៃនេះគឺវិទ្យាល័យភ្នំសំពៅហ៎បងប្អូនបាទខាងមុខនោះគឺជារមណីយដ្ឋានភ្នំសំពៅដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រផងនៅទីនោះមានលអាងបាទគេហៅថាកន្លែងបល័យពូជសាសន៍ណាបងប្អូនបាទមានលអាងមួយនោះគឺកន្លែងដែលគេសម្លាប់នោះនៅសម័យប៉ុលពតបងប្អូនបាទហើយខ្ញុំធ្វើដំណើរទៅទីណាមកណាឲ្យតែឆ្លងកាត់ទីនេះគឺខ្ញុំមិនដែលភ្លេចទេគឺភ្នំសំពៅហ្នឹងហើយបងប្អូនចំណុចសំខាន់ពីបាត់ដំបងទៅប៉ៃលិនពីបាត់ដំបងទៅសំឡូតហ្នឹងគឺមានភ្នំសំពៅដែលជារមណីយដ្ឋានពិសេសហើយឥឡូវនេះមានការអភិវឌ្ឍនៅនឹងជើងភ្នំហ្នឹងមាននៅជញ្ជាំងភ្នំហ្នឹងគឺមានការដាប់ឆ្លាក់នៅរូបព្រះបដិមាព្រះពុទ្ធហើយគេថាពុទ្ធប្រវត្តិបងប្អូនណាបាទពុទ្ធប្រវត្តិជាប់ជាមួយនឹងជញ្ជាំងថ្មភ្នំធម្មជាតិនឹងស្អាតមែនទេណាបងប្អូនណានៅខាងជើងដៃហ្នឹងហើយតាំងពីប្រវត្តិសាស្ត្រមកតាំងពីដើមមកគឺមាននិពន្ធជាបទចម្រៀងបទលោកតាសិនស៊ីសមុទ្រណាបទចម្រៀងមួយនោះគឺមានចំណងជើងថាព្រាត់ភ្នំសំពៅស្រណោះតោយំជើងភ្នំសំពៅបាទបទហ្នឹងបងប្អូនខ្ញុំអត់ច្រៀងទេព្រោះខ្ញុំច្រៀងព្រោះពេកគេលោកពុកបងប្អូនស្ដាប់ឮហើយមានអារម្មណ៍ថាស្វាងងុយហើយមានគោក្របីអីខាច់ផ្អើលដាច់អស់អញ្ចឹងណាបាទអញ្ចឹងហើយក៏មិនបាច់ច្រៀងទេឥឡូវនេះយើងបន្តដំណើរទៅមុខគោលដៅរបស់យើងគឺទៅស្រុកសំឡូតបងប្អូនបាទគេល្បីថាសំឡូតនេះគឺជាតំបន់រមណីយដ្ឋានដ៏ស្រស់ល្អឯកក៏ជាកន្លែងដ៏ល្បីល្បាញប្រចាំខេត្តបាត់ដំបងហើយជាពិសេសរដូវកាលនេះបងប្អូនអើយបាទខែ5ខែ6ខែ7នេះគឺរដូវកាលទុរេនបាទរដូវកាលទុរេនទុំមកបងប្អូនហើយពុកម៉ែបងប្អូននិយមទៅលេងទីនោះអោយតែរៀងរាល់ថ្ងៃចុងសប្តាហ៍ណាបងប្អូនអោយតែរដូវទុរេនណាគឺផ្លូវទៅសំឡូតស្ទះបាទផ្លូវទៅសំឡូតគឺស្ទះហើយបងប្អូនហើយដោយទាំងខ្ញុំដែរណាខ្ញុំទៅសំឡូតនេះគឺដោយសារអញ្ចេះមករយៈនេះរឿងរ៉ាវសំឡូតនេះច្រើនបន្តិចតាក់ទងជាមួយនឹងទុរេននឹងឯងបាទហេតុអីបានទុរេនសំឡូតល្បីម្ល៉េះបងប្អូនបាទដោយសារតែតំបន់ស្រុកសំឡូតនេះគឺជាតំបន់ដីក្រហមណាមានន័យថាតំបន់ដែលអំណោយផលដល់ដំណាំទុរេនសាវម៉ាវណាបងប្អូនបាទហើយទុរេននេះឲ្យតែរដូវកាលនេះគឺល្បីហើយទុរេនសំឡូតតែអាសូរអញ្ចេះបងប្អូនអ្នកខ្លះមិនមែនទុរេនសំឡូតទេក៏ប៉ុន្តែយកឈ្មោះយក brand name សំឡូតទៅដាក់ទៅប្រើអញ្ចឹងណាបងប្អូនកុហកភូតភរបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងនេះកាលពីថ្ងៃប្រហែលថ្ងៃមុនខ្ញុំហើយនឹងបងប្អូននាំគ្នាទៅទិញទុរេននឹកឃើញចង់ហូបទុរេនណាបងប្អូនសូមបើកវងកញ្ចក់បន្តិចនិយាយរឿងទុរេនហើយប្រហែលខែមុននោះសម្ដេចនាយករដ្ឋមន្ត្រីសំទោសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានោះក៏បានពិចារណាតំណែងរបស់មន្ត្រីមួយនៅក្នុងខេត្តបាត់ដំបងនឹងដែរបងប្អូនប្រកាសជាបានជ្រាបហើយតែខ្ញុំមិនលម្អិតទេគាត់តែចង់និយាយថាគឺរឿងដោយសារទុរេនហ្នឹងឯងបាទដោយសារតែទុរេនហ្នឹងឯងកាលពីថ្ងៃមុននេះខ្ញុំទៅទិញទុរេនតាមផ្លូវលេខ1នៅក្នុងក្រុងបាត់ដំបងណាបងប្អូនដល់ពេលទៅស្រាប់តែគេឃើញខ្ញុំឃើញគេដាក់ផ្លាកយីហោគេសរសេរអក្សរដាក់ពីលើកំណោផ្លែទុរេនដែលគេតាំងលក់តាមផ្លូវណាគេដាក់ថាទុរេនសំឡូតបាទទុរេនសំឡូតហើយខ្ញុំទៅជិះហោះតន្តិចទៀតគេដាក់ថាទុរេនសំឡូតពិតបាទហើយខ្ញុំអាមុនសំឡូតអានេះសំឡូតពិតឥឡូវជិះទៅមើលមកជុំទៀតទៅមើលមកកន្លែងទៀតគេដាក់ថាសំឡូតពិតបាទទុរេនសំឡូតពិតខ្ញុំក៏ចង់សើចបន្តិចបាទនិយាយលេងជាមួយប្អូនចុះអានេះខុសពីអាមុនពិតអានេះពិតដាក់តលេខតោថែមអញ្ចឹងបងប្អូនបាទហើយតមកកន្លែងទៀតគេដាក់ថាទុរេនពិត 100% ទុរេនសំឡូតពិត 100% ខ្ញុំថាអាយ៉ូបាទដល់ពេលវាអញ្ចឹងទៅវាមិនដឹងថាអាណាពិតប្រកបទេណាបងប្អូន
សម័យកាលឥឡូវនេះមានលុយទិញតរេនហូបហើយនៅខ្លាយទៀតណាបងប្អូនខ្លាយអាតរេនមកពីយួនណាបាទតរេនមកពីយួនអាតរេនលូចមកពីថៃមកពីសៀមធ្វើត្បិតតែរដ្ឋាភិបាលលោកប្រកាសបិទច្រកហើយអត់មាននាំចូលទុរេនតំណែងស្អីថៃមកលក់ទេក៏ប៉ុន្តែនៅតែមានអ្នកលួចមកបងប្អូនឥឡូវបាត់ពីខាងសៀមយកពីយួនម្ដងបាទកិច្ចពីតរេនសៀមយកតរេនយួនមកលក់ម្ដងបងប្អូននៅកិច្ចតាណាផុតនេះបើថាមិនបានបាច់ហូបបដ ாய் ទៅតរេនហ្នឹងបាទហើយមើលព័ត៌មាននោះតរេនទៅដឹកពីយួនមកបាទទៅដឹកពីយួនមកឲ្យក្លែងបន្លំទៅជាថាជាតរេនខ្មែរទៅដឹកទាំងម៉ូតូមកបងមានអ្នកដំណើរអ្នកកសែតគាត់ទៅថតបានមកហើយមានប្រទាំងប្រទើសជ្រាជាមួយអ្នកថតនឹងទៀតណាបាទអញ្ចឹងត្រង់ចំណុចនេះយើងអាចយកជាគតិពិចារណាមួយថាយើងអន់ចិត្តយើងឈឺចាប់ជាមួយនឹងអំពើឈ្លានពានរបស់ប្រចាំមិត្តរបស់សត្រូវរបស់សៀមដែលថាវាជាសត្វទៅហើយបាទនិយាយអញ្ចឹងទៅចុះក៏ប៉ុន្តែអាសូរសង្វេគត្រង់ថាខ្មែរខ្លួនឯងនេះគឺបោកតែខ្មែរគ្នាឯងបាទបោកប្រាស់តែខ្មែរគ្នាឯងបើដាក់ថាតរេនយួនតរេនអីទៅគេលោអត់មានអ្នកទិញអញ្ចឹងហើយអ្នកលក់គេដាក់តរេនសំឡូតតរេនបៃលិនអីទៅដើម្បីឲ្យអ្នកទិញនេះមានទំនុកចិត្តណាបងប្អូនណាបាទពួកបងប្អូនខ្មែរយើងបើថាតរេនពីក្រៅមិនហូបទេតែបើថាតរេនសំឡូតអីយ៉ាតរេនខ្មែរយើងអញគ្រប់ត្រូលផលិតផលខ្មែរតោះតែមែនទេណាបងប្អូនហើយមិនមែនទៅផលិតផលខ្មែរអីយកមកពីយួនយកមកពីសៀមបាទហើយអរគុណអាជ្ញាធរខេត្តបាត់ដំបងដែលបានចាត់វិធានការទៅលើអាជីវករបាទកន្លងមកនេះហើយមានក្តីក្តាំងក្ដុំក្ដាំងច្រើនបងប្អូនបាទទាក់ទៅនឹងទុរេននេះហើយខ្ញុំក៏ចង់ដឹងតែតរេនសំឡូតវាទុំមែនឬក៏អីអញ្ចឹងថ្ងៃនេះបាទថ្ងៃនេះគឺទៅឲ្យដល់បដ ாய் បាទទៅឲ្យដល់តរេនសំឡូតណាបងប្អូនណាទៅឲ្យដល់ហើយយើងទៅមើលជាមួយគ្នាតើតរេននោះវាទុំមែនឬក៏អីហេតុអីបានក៏មួយក៏សម្បូរតរេនលក់ម្លេះបាទតាមផ្លូវនោះគឺគោរាប់ពាន់ផ្លែបាទហើយបើតូបលក់មិនតិចតូបទេបងប្អូនបាទនេះកន្លែងនេះលក់តរេនហើយដាក់សិតតរេនសំឡូតពិតហើយសំឡូតពិត 100% អញ្ចឹងទៅបាទដើម្បីទាញចំណាប់អារម្មណ៍ទាញទំនុកចិត្តពីប្រជាពលរដ្ឋអ្នកបរិភោគណាបងប្អូនហើយបងប្អូនអ្នកហូបក៏ហូបទៅតែអ្នកដែលស្ដាប់វីដេអូនេះហើយមុននឹងទិញពិចារណាផងណាបងប្អូនណាពិនិត្យផងគេលោប៉ាអាតរេនយួនណាបាទមិនមែនតរេនខ្មែរមិនពីសំឡូតណាគេលោអាដឹកកាត់សំឡូតណាបាទយកពីយួនយកពីថៃអីទៅយកទៅទុកក្រោមដើមនៅសំឡូតអីចឹងទៅព្រោះកន្លងមកវាមានណាបងប្អូនណាវាមានក្រុមការងារខ្ញុំនោះទៅហូបទៅដំណើរក្រុមការងារក្រុមហ៊ុនធំទៅ100 200នាក់ដល់ពេលទៅសំឡូតទៅកន្លែងមួយនោះលក់ទៅវាអស់បាទលក់ទៅវាអស់ទៅអ្នកខ្លះណាបងប្អូនគាត់ខូចហើយគាត់យកអាតរេនពីក្រៅមកគាត់ទៅដាក់នៅលាយគ្នាជាមួយនឹងអាតរេនគាត់ហ្នឹងណាហើយដាក់ទៅតរេនសំឡូតទៅហើយក្រុមការងារខ្ញុំទៅហូបហើយគឺខកចិត្តគ្រប់គ្នាថាមិនមែនទេមានតរេនសំឡូតទេអត់ឆ្ងាញ់ផងអត់ផងល្វីងមិនទេបាទមកហ្នឹងគឺនិយាយគ្រប់តែគ្នាហ្នឹងបាទនិយាយគ្រប់តែគ្នាអញ្ចឹងមិនថាយើងចង់តែមើលឲ្យឃើញហើយទស្សនវិជ្ជាពេលនេះបងប្អូនហើយខ្ញុំធ្វើដំណើរនេះបងប្អូនអ្នកទស្សនាបងប្អូននៅក្រៅប្រទេសគឺគាត់មើលវីដេអូហ្នឹងបាទគាត់មើលឃើញគាត់នឹកស្រុកនឹកស្រែផ្លូវនេះគឺផ្លូវដែលគាត់ធ្លាប់ធ្វើដំណើរកាលពីជំនាន់មុនកាលដែលគាត់នៅស្រុកខ្មែរអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំផ្ដិតជូនតាមដងផ្លូវនេះបងប្អូនគឺចង់បង្ហាញឲ្យបងប្អូនឃើញថារដូវកាលនេះបាទដងផ្លូវនេះគឺទស្សនវិជ្ជានៅស្រុកយើងណាបងប្អូនណាបងប្អូននៅក្រៅប្រទេសទៅស្រុកគេយូរអីកុំភ្លេចស្រុកភ្លេចស្រែនេះហើយស្រុកយើងបងប្អូនទស្សនវិជ្ជាស្រុកយើងចរាចរណ៍ស្រុកយើងផ្លូវស្រុកយើងផ្ទះជុំវិញប្រជាពលរដ្ឋយើងនោះបងប្អូនណាបាទគឺខ្ញុំប
ផ្ដិតជូនបងប្អូនឲ្យបានទស្សនាវីដេអូនេះធ្វើត្បិតតែរៀងវែងបន្តិចក៏ប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាមានអារម្មណ៍មួយថាអូខ្ញុំកំពុងតែធ្វើដំណើរជាមួយនឹងកូនសិលាឬក៏លោកក្មួយសិលាដែរឥឡូវនេះខ្ញុំធ្វើដំណើរដោយជិះម៉ូតូណាបងប្អូនហើយរដូវកាលនេះបន្តិចទៀតនៅពេលទៅដល់ផ្លូវសំឡូតណាបងប្អូនមានកន្លែងមួយនោះគឺស្អាតណាបងប្អូនយើងចុះពីផ្លូវលេខ57បាត់ឆ្វេងទៅគឺដល់ផ្លូវទៅសំឡូតហ្នឹងគឺកន្លែងដែលប្រជុំទៅដោយគេហៅថាអ្នកថតរូបអីគឺគេតែងតែថតរូបតាមផ្លូវហ្នឹងហើយស្អាតបងប្អូនណាបាទស្អាតមែនទែនហើយយើងធ្វើដំណើរតាមសំឡូតនេះយើងកាត់តាមរតនមណ្ឌលបងប្អូនបាទកាត់តាមស្រុករតនមណ្ឌលខេត្តបាត់ដំបងនឹងដែរហើយបើនិយាយពីស្រុករតនមណ្ឌលនេះគឺមានតំបន់គេថាតំបន់គេថាកំណាយបាទកំណាយប្រវត្តិសាស្ត្រមួយហ្នឹងគឺលអាងគេហៅលអាងតេត្រាំងលអាងតេត្រាំងគឺជាត្រូវបានគេជឿថាជាកន្លែងដែលដូនតាខ្មែរនៅកាលពីប្រមាណពាន់ឆ្នាំមុនបាទព្រោះគេធ្វើកំណាយទៅឃើញឆ្អឹងឃើញផុសស៊ីលឃើញសម្ភារៈប្រើប្រាស់នៅសម័យយុគថ្មបំបែកយុគថ្មរំលែងអញ្ចឹងណាបងប្អូនបាទគេធ្វើឃើញទៅគឺនៅក្នុងស្រុករតនមណ្ឌលហ្នឹងនៅខាងបាត់ដំបងហ្នឹងឯងហើយបើយើងហួសទៅមុខបន្តិចទៀតយើងនឹងដល់ស្រុកសំឡូតដែលស្រុកសំឡូតនេះគឺជាតំបន់រមណីយដ្ឋានល្បីខ្លាំងមែនទែនសម្រាប់អ្នកបាត់ដំបងឬក៏សម្រាប់បងប្អូនដែលមកពីបណ្ដាខេត្តផ្សេងមកលេងនៅបាត់ដំបងហ្នឹងគឺมันរំលងទេគឺស្រុកសំឡូតហើយដូចខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនអញ្ចឹងថាស្រុកសំឡូតនេះរដូវកាលនេះគឺមានផ្លែទុរេនតែកន្លែងខ្លះក៏ទុំកន្លែងខ្លះក៏មិនទុំណាបងប្អូនកន្លែងខ្លះក៏ទុំកន្លែងខ្លះក៏មិនទុំហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ស្រុកសំឡូតនេះគឺជាស្រុកដែលសំណាងខ្ញុំនិយាយតែស្រុកដែលសំណាងមួយទៅចោះដែលតារាស្រី Hollywood ដ៏ល្បីលំដាប់ពិភពលោកគឺអ្នកស្រី Angelina Jolie ដែលគាត់បានចាប់អារម្មណ៍ទឹកដីបាត់ដំបងហើយគាត់ទិញដីគាត់កសាងជាគេថាតំបន់អភិរក្សនៅក្នុងស្រុកសំឡូតនឹងតែម្ដងបងប្អូនណាបាទហើយកាលពីប្រហែលខែមុនក៏គាត់អញ្ជើញមកដែរបងប្អូនហើយខ្ញុំពិតជាស្ងើចសរសើរគាត់មែនទែនបងប្អូនណាបាទស្ងើចសរសើរគាត់មែនទែនដែលមានទឹកចិត្តស្រឡាញ់ខ្មែរបងប្អូនហើយខ្មែរយើងមិនមែនជាប្រទេសអ្នកមានទេតូចណាស់បងប្អូនណាឥឡូវនេះតូចណាស់ហើយបច្ចុប្បន្ននេះប្រចាំមិត្តវាចេះតែចង់បានចង់ច្បិចពីនេះច្បិចពីនោះអាខាងលិចក៏ចង់បានអាខាងកើតក៏ចង់បានយើងដូចជាចំណីម្ដុំអញ្ចឹងដូចជាសាច់ម្ដុំដែលមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនបាទសាច់នេះមិនជាធំទេក៏ប៉ុន្តែវាមានរសជាតិឆ្ងាញ់វាមានឲ្យជារសឆ្ងាញ់ណាស់ទៅបានជាកពើគឺមកកពើខាងលិចកពើខាងកើតហ្នឹងគឺមានបំណងមិនសូវល្អមកលើទឹកដីយើងណាបងប្អូនណាត្រូវដឹងកន្លែងហ្នឹងខ្ញុំមិននិយាយក៏បងប្អូនដឹងដែរព្រោះប្រវត្តិសាស្ត្រមានហើយយើងបាត់បង់ទឹកដីទៅច្រើននៅខាងកើតហ្នឹងគឺបាត់ទៅធំមែនទែនសឹងតែធំជាងខ្មែរបច្ចុប្បន្ននេះហើយបែកទៅខាងលិចហ្នឹងក៏អស់ទៅខាងលិចហ្នឹងក៏ធំដែរបងប្អូនបាទទៅខាងអសកសៀមនេះហើយបច្ចុប្បន្ននេះកំពុងតែមានបញ្ហាបាទកំពុងតែមានបញ្ហាកំពុងតែដោះស្រាយហើយមូលហេតុតែមួយគត់គឺខ្មែរយើងបែកបាក់សាមគ្គីគ្នាណាបងប្អូននៅពេលដែលយើងបែកសាមគ្គីគ្នាគឺប្រចាំមិត្តគេមើងងាយហើយបងប្អូនបាទគេមើងងាយហើយតែបើខ្មែរយើងឲ្យមានឯកភាពជាតិរួបរวมគ្នាសាមគ្គីគ្នាហ្នឹងគឺថាសត្រូវណាមិនហ៊ានឈ្លានពានទេបាទគ្មានសត្រូវណាឈ្លានពានបានទេអញ្ចឹងនេះគឺជាមេរៀនមួយយើងរៀនប្រវត្តិសាស្ត្រទៅដឹងហើយថាទឹកដីនេះបាត់ទៅខាងសៀមនឹងដោយកតាអីហើយបាត់ទៅខាងយួននឹងដោយកតាអីយើងដឹងទាំងអស់គ្នាអញ្ចឹងហើយបាននៅក្នុងវីដេអូនេះខ្ញុំផ្ដើមសេចក្តីពីខាងដើមវីដេអូហ្នឹងគឺបង្ហាញអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំដែលលោកជ្រើសរើសបាទគេថាដំណោះស្រាយយន្តការអន្តរជាតិ UN ខ្លះណាបងប្អូនបាទអញ្ចឹងគណៈពេលដែលពុកបងប្អូនកំពុងតែទស្សនាវីដេអូនេះគឺយើងឈានចូលដល់ស្រុកសំឡូតហើយយើងបត់ចូលហើយបងប្អូនណាបាទហើយផ្លូវនេះគឺយើងធ្វើដំណើរទៅកាន់ទីរួមស្រុកសំឡូតនឹងឯងក៏ប៉ុន្តែជ្រាបនៅឱកាសពេលនេះគណៈពេលដែលបងប្អូនទស្សនាបណ្ដានេះខ្ញុំសូមចែករំលែកបន្តិចទៅថាតើ UN ខ្លះនេះគឺជាអ្វីណាបងប្អូនបាទ UN ខ្លះនេះគឺជាអ្វីពាក្យថា UN ខ្លះនេះគឺដែលមានអក្សរកាត់
អក្សរ U អក្សរ N អក្សរ C អក្សរ L អក្សរ O អក្សរ S ដែលជាអក្សរកាត់នៃពាក្យថា United Nations Convention on the Law of the Sea ដែលវាគឺជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រណាបងប្អូនបាទ United Nations នេះគឺគេហៅថាអង្គការសហប្រជាជាតិនេះគឺបានអនុម័តអនុសញ្ញានេះនៅឆ្នាំ1982បាទហើយចូលជាធរមាននៅឆ្នាំ1994 UN Clause នេះត្រូវបានគេចាត់ទុកថាជារដ្ឋធម្មនុញ្ញនៃសមុទ្របាទឬក៏យើងអាចហៅកាត់ថាច្បាប់សមុទ្រក៏បានដែរព្រោះវាកំណត់ច្បាប់និងសិទ្ធិរបស់ប្រទេសនានាទាក់ទងជាមួយនឹងដែនសមុទ្រណាបងប្អូនបាទហើយកម្ពុជាយើងបានផ្ញើលិខិតបាទផ្លូវការទៅកាន់ភាគីថៃឬក៏ទៅកាន់អង្គការសហប្រជាជាតិហើយថាកម្ពុជាចូលអនុម័តចូលអនុវត្តច្បាប់សមុទ្រនេះបងប្អូនឬក៏ UN Clause នេះហើយណាបងប្អូនហើយមានរឿងផ្សេងទៀតដែលត្រូវនិយាយខ្ញុំបានបង្ហើបនៅក្នុងដើមវីដេអូហើយថាថៃអត់សូវសប្បាយចិត្តទេបាទដូចខ្ញុំប្រើពាក្យថាកម្ពុជាបានរុញច្រានថៃឲ្យផ្ទប់ទៅនឹងជញ្ជាំងការទូតបាទជញ្ជាំងការទូតនឹងច្បាប់អន្តរជាតិណាបងប្អូនបាទអញ្ចឹង UN Clause នេះគេកំណត់អីខ្លះបាទទី1គេកំណត់តាក់ទងជាមួយនឹងដែនទឹកនៅក្នុងសមុទ្ររបស់ប្រទេសនីមួយៗណាច្បាប់ហ្នឹងណាបងប្អូនទី2គេថាដែនសមុទ្រទឹកដីឬក៏ Territorial Sea ហ្នឹងបងប្អូនហើយទី3តំបន់សេដ្ឋកិច្ចផ្ដាច់មុខដែលគេប្រើពាក្យអង់គ្លេសថា Exclusive Economic Zone ណាបងប្អូនឬក៏ EEZ ណាដែលចម្ងាយរហូតដល់200ម៉ាយល៍សមុទ្របាទហើយទី4ហ្នឹងគឺគេកំណត់ទៅលើសិទ្ធិនៅក្នុងការនេសាទបាទឬក៏ការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងដែនសមុទ្រហ្នឹងបាទទី5គឺគេកំណត់ការកំណត់ព្រំដែនសមុទ្ររវាងប្រទេសជិតខាងជាក់ស្ដែងយើងថៃជាមួយនឹងកម្ពុជានេះយើងកំពុងតែមានរឿងប្រទាំងប្រទេសគ្នាមិនទាន់ដាច់ស្រេចនៅឡើយទេទាក់ទងជាមួយនឹងដែនសមុទ្រណាបាទដែនសមុទ្រហើយនឹងចុងក្រោយគឺការដោះស្រាយវិវាទពាក់ព័ន្ធជាមួយនឹងសមុទ្រតាមយន្តការអន្តរជាតិនេះហើយជាផ្នែកដែលទាក់ទងជាមួយនឹង UN Clause បាទជា UN Clause ហើយសំណួរសួរថាហេតុអីបានជារាជរដ្ឋាភិបាលលោកចូលប្រើប្រាស់ឬក៏ចូលអនុម័តអនុវត្តតាមច្បាប់ UN Clause នេះហេតុអីទៅបាទចម្លើយនោះគឺប៉ះសិនបើប្រទេស2ជាក់ស្ដែងនៅកម្ពុជាថៃអញ្ចឹងប៉ះសិនបើប្រទេស2មានចំនួនអំពីព្រំដែនសមុទ្រឬក៏កម្មសិទ្ធិនៅលើធនធានសមុទ្រនេះពួកគេអាចយកករណីទៅដោះស្រាយតាមយន្តការដែល UN Clause កំណត់ណាបងប្អូនបាទដូចជា International Tribunal for the Law of the Sea ឬក៏តុលាការអាជ្ញាកណ្ដាលអន្តរជាតិមានតែអន្តរជាតិនឹងហើយដែលធ្វើជាអាជ្ញាកណ្ដាលឲ្យតាមយោងតាមច្បាប់មួយនេះណាបងប្អូនបាទច្បាប់មួយនេះហើយចំណុចផ្សេងទៀតដែលគោលដឹងទាក់ទងជាមួយនឹង UN Clause នេះគឺថាអនុវត្តទៅលើបញ្ហាសមុទ្រនិងដែនទឹកជាចម្បងមិនមែនលើព្រំដែនគោកទេណាបងប្អូនបាទព្រោះដូចបានចែងមកអញ្ចឹងថា UN Clause នេះគឺផ្ដោតសំខាន់ទៅលើដែនដីនៅក្នុងសមុទ្រណាឬក៏ផ្ទៃសមុទ្របងប្អូនណាបាទព្រំដែនសមុទ្រអីចឹងទៅដូច្នេះបើសិនបើមានការលើកឡើងអំពី UN Clause នៅក្នុងបរិបទកម្ពុជាថៃជាទូទៅគេច្រើនតែនិយាយពាក្យប៉ុនជាមួយនឹងបញ្ហាដែនសមុទ្រឬក៏តំបន់សមុទ្ររួមបាទមិនមែនជាការកំណត់ខ្សែព្រំដែនគោកទាំងមូលនោះទេបាទអញ្ចឹងនេះគឺជាការចែករំលែកត្រុសត្រុសអំពីពាក្យថា UN Clause ឲ្យបងប្អូនបានជ្រាបជាព័ត៌មានឬក៏ជាចំណេះដឹងគណៈពេលដែលបងប្អូនកំពុងតែធ្វើដំណើរជាមួយខ្ញុំនេះខ្ញុំអត្ថាធិប្បាយជូនពងបែបបងប្អូនទស្សនាផងមើលសម្រស់ទិដ្ឋភាពនឹងផងហើយស្ដាប់ការចែករំលែករបស់ខ្ញុំផងហើយខុសឆ្គងយ៉ាងណាខន្តីអភ័យទោសបងប្អូនណាបាទព្រោះការអត្ថាធិប្បាយដោយអត់បានព្រៀងទុកអត់បានមាន script អីទេអញ្ចឹងវាអាចខុសខ្លះត្រូវខ្លះអញ្ចឹងបងប្អូនខន្តីអភ័យទោសណាបងប្អូនណាបាទងាកមកកាន់ទស្សនវិជ្ជានៅស្រុកសំឡូតនេះវិញពុកម៉ែបងប្អូនមានដឹងទេថាស្រុកសំឡូតនេះគឺមានលក្ខណៈពិសេសណាបងប្អូនបាទមានលក្ខណៈពិសេសដែលប្រហែលជាបងប្អូនមួយចំនួនមិនដែលដឹងទេពេលខ្លះសម្បីតែអ្នកបាត់ដំបងនេះក៏មិនដែលដឹងដែរបាទហ
ហើយបច្ចៈថាស្រុកសំឡូតនេះគឺស្ថិតនៅភាគនិរដីនៃខេត្តបាត់ដំបងបងប្អូនណាបាទដែលជាប់ព្រំដែនជាប់ទៅនឹងប្រទេសថៃហើយខ្ញុំនឹងប្រាប់បងប្អូនថាជាប់នឹងស្រុកណាខ្លះណាបងប្អូនបាទហើយស្រុកសំឡូតនេះខាងជើងជាប់នឹងស្រុកកំរៀងបាទជាប់នឹងកំរៀងហើយខាងកើតជាប់នឹងស្រុករតនមណ្ឌលខាងត្បូងជាប់នឹងស្រុកវាលវែងខេត្តពោធិ៍សាត់ហើយនឹងខាងលិចគឺជាប់ជាមួយនឹងប្រទេសសៀមតែម្ដងបងប្អូនបាទអញ្ចឹងតំបន់នេះគឺជាប់ជាមួយនឹងព្រំដែនថៃតែម្ដងខ្ញុំធ្លាប់ទៅថៃកាលពីប្រហែលឆ្នាំមុនដែលយើងមិនទាន់មានបញ្ហានឹងគ្នាខ្ញុំចូលតាមច្រក400គឺច្រកសំឡូតនឹងឯងបងប្អូនណាបាទហើយស្រុកនេះគឺមានភាពល្បីល្បាញណាបងប្អូនដោយសារតែទេសភាពភ្នំព្រៃឈើហើយនិងធម្មជាតិស្រស់ស្អាតដែលទីនេះក៏ជាផ្នែកមួយនៃជួរភ្នំក្រវាញដែរបងប្អូនណាបាទជួរភ្នំក្រវាញដែរហើយទេសភាពដែលស្អាតនេះគឺជាតំបន់មួយទៀតដែលសម្បូរទៅដោយជីវៈចម្រុះផងដែរបងប្អូនណាទាក់ទងជាមួយនឹងកត្តាភូមិសាស្ត្រនេះដោយសារតែស្រុកនេះគឺស្ថិតនៅក្នុងគេថាជាប់ជាមួយនឹងព្រំដែនថៃដែលធ្វើឲ្យតំបន់នេះវាខ្លាចទៅជាតំបន់ដែលមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ចនិងការដឹកជញ្ជូនណាកាលពីយើងមិនទាន់មានបញ្ហាជាមួយអាចោសៀមហ្នឹងគឺច្រកនេះគឺជាច្រកដឹកជញ្ជូនដែរបងប្អូនបាទពុកម៉ែបងប្អូនកូនក្មួយមានដឹងអត់ថាសំឡូតនេះគឺជាទឹកដីដ៏ក្តៅកគុកហើយនៅក្នុងប្រវត្តិសាស្ត្រណាបងប្អូនបាទហើយបើយោងតាមអ្នកប្រាជ្ញមួយរូបជនជាតិអូស្ត្រាលីបងប្អូនដែលមានឈ្មោះថា Ben Kiernan បាទឈ្មោះរបស់គាត់គឺ Ben Kiernan ដែលគាត់គឺជាបណ្ឌិតស្រាវជ្រាវក៏ដូចជាអ្នកប្រវត្តិសាស្ត្រដ៏ល្បីលំដាប់ពិភពលោកហើយដែលការសិក្សារបស់លោកគឺឈានមុខគេបាទឈានមុខគេនៅក្នុងពិភពលោកហើយដែលលោកសិក្សាអំពីប្រវត្តិនៃការបលាយពូជសាសន៍ក៏ដូចជាប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍អ្នកណាមិនស្គាល់គាត់បាទហើយសៀវភៅរបស់គាត់មានដូចជា How Pol Pot Came to Power the Pol Pot Regime Blood and Soil Vietnam History from Earliest Times to the Present គឺសរសេរទាំងប្រវត្តិប៉ុលពតសរសេរទាំងប្រទេសវៀតណាមទាំងអស់បាទអញ្ចឹងខ្ញុំចូលអានរបស់គាត់ទៅគាត់នៅអូស្ត្រាលីគាត់កាត់នៅមែលប៊នណាបងប្អូនបាទគាត់កាត់នៅមែលប៊ននៅអូស្ត្រាលីហើយការសិក្សារបស់គាត់ហ្នឹងគឺបានបង្ហាញអំពីគេហៅថារបបឬក៏សម័យកាលសំឡូតបងប្អូនបាទដែលក្នុងនោះទី1គេឲ្យឈ្មោះថាការបះបោរសំឡូតគឺកំឡុងឆ្នាំ1967ដែលព្រឹត្តិការណ៍ហ្នឹងគឺល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រសំឡូតហ្នឹងហើយគឺវាគឺជាការបះបោរសំឡូតហ្នឹងឯងភាសាអង់គ្លេសគេឲ្យឈ្មោះថាសំឡូត uprising នៅឆ្នាំ1967ដែលកាលនោះគឺនៅក្នុងរជ្ជកាលបកូណានរោត្តមសីហនុបាទដែលពេលនោះកសិករនៅតំបន់សំឡូតហើយនិងតំបន់ជិតខាងបានផ្ទុះការតវ៉ាប្រឆាំងជាមួយនឹងគោលនយោបាយប្រមូលទិញស្រូវរបស់រដ្ឋហើយបញ្ហាសេដ្ឋកិច្ចផ្សេងៗទៀតការតវ៉ាបានវិវត្តទៅជាការប៉ះទង្គិចប្រដាប់អាវុធរវាងប្រជាពលរដ្ឋហើយនិងកងកម្លាំងរដ្ឋាភិបាលនៅសម័យនោះនៅប្រវត្តិសាស្ត្រជាច្រើនគេបានចាត់ទុកថាការបះបោរសំឡូតនេះគឺជាចំណុចរបត់ដ៏សំខាន់មួយដែលជួយជំរុញឲ្យចលនាខ្មែរក្រហមពង្រឹងឥទ្ធិពលនៅជនបទនិងទាក់ទាញអ្នកគ្រប់គ្រងបានកាន់តែច្រើននៅសម័យនោះបាទអានេះខ្ញុំសង្កេតត្រួសណាបងប្អូនបាទយោងតាមឯកសារខាងលើហើយមួយទៀតហ្នឹងគេឲ្យឈ្មោះថាសម័យសង្គ្រាមស៊ីវិលបាទសម័យសង្គ្រាមស៊ីវិលគឺក្រោយរដ្ឋប្រហារឆ្នាំ1970និងអំឡុងសង្គ្រាមស៊ីវិលកម្ពុជាសំឡូតបានក្លាយទៅជាតំបន់សកម្មភាពរបស់កងកម្លាំងខ្មែរក្រហមបាទដោយសារអីដោយសារភូមិសាស្ត្រភ្នំព្រៃនេះគឺវាពិបាកចូលទៅដល់មែនទែនហើយតំបន់នេះត្រូវបានគេប្រើជាមូលដ្ឋាននិងផ្លូវចល័តរបស់កងកម្លាំងជាច្រើនទៀតបាទមួយទៀតសម័យកាលមួយទៀតគឺសម័យក្រោយសង្គ្រាមបន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពបាទសំឡូតនេះគឺបានវិវត្តបន្តិចម្ដងពីតំបន់ដែលរងផលប៉ះពាល់ដោយសង្គ្រាមទៅជាតំបន់កសិកម្មនិងអភិរក្សធម្មជាតិសប្តាហ៍ថ្ងៃវាត្រូវបានគេស្គាល់ថាជាតំបន់ដែលមានព្រៃឈើនិងជីវៈចម្រុះច្រើនសម្បូរបែបណាបងប្អូនមកច្រើនសម្បូរបែបដូចខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងដោយសារនេះគឺជួរភ្នំក្រវាញអញ្ចឹងជួរភ្នំក្រវាញគឺសម្បូរជីវៈចម្រុះអញ្ចឹងបងប្អូនអ្នកតលេងសំឡូតបើអត់បានស្ដាប់ប្រវត្តិអត់បានស្រាវជ្រាវទេប្រហែលជាអត់មានគេថាវាបាត់រសជាតិយើងទៅលេងសំឡូតយើងគាត់តែមើលទឹកធ្លាក់យើងគាត់តែមើលព្រៃឈើយើងគាត់តែទិញផ្លែឈើហូបវាបាត់រសជាតិតែបើយើងដឹងពីប្រវត្តិទឹកដីនេះគឺបានដឹងថាអូកន្លែងនេះក្តៅបាទកន្លែងក្តៅបងប្អូនបាទគេហៅថាកន្លែងបះបោ
ផងកន្លែងនៅពាក្យប៉ុននឹងការលូតលាស់នៃចលនាខ្មែរក្រហមផងហើយវាជាតំបន់យុទ្ធសាស្ត្រកំឡុងសង្គ្រាមស៊ីវិលហ្នឹងផងបាទនឹងមិនថាសម្លូតនេះមិនលំបាកលំមទេណាបាទមិនលំបាកលំមទេអញ្ចឹងបងប្អូនអ្នកមើលកម្ពុជាបាននឹងកំពុងរុញច្រានថៃផ្ទុកទៅនឹងជញ្ជាំងការទូតនឹងច្បាប់អន្តរជាតិគណៈពេលផ្ទៃក្នុងថៃក៏កំពុងតែមើលមាននឹងប្រកាសអាសន្នធំផងដែរគណៈពេលថៃកំពុងប្រឈមនឹងការប្រមានទឹកជំនន់និងបាក់ដីនៅបណ្ដាខេត្តជាច្រើននៅភាគខាងត្បូងនៃប្រទេសថៃនោះកម្ពុជាកំពុងតែជំរុញដំណោះស្រាយចំនួនតាមផ្លូវច្បាប់និងការទូតការសម្រេចចិត្តរបស់កម្ពុជាក្នុងការស្នើចាប់ផ្ដើមនីតិវិធីក្រម UN Clock បង្ហាញថាបញ្ហាដែលមានភាពស្មុគស្មាញមិនត្រូវបានដោះស្រាយដោយអារម្មណ៍ឬក៏សម្ពាធនយោបាយទេប៉ុន្តែត្រូវដោះស្រាយដោយច្បាប់អង្គហេតុនិងយុទ្ធធម៌អន្តរជាតិការដែលកម្ពុជាសម្រេចយកបញ្ហាវិវាទដែនសមុទ្រទៅកាន់យន្តការរបស់ UN Clock ហាក់មិនមែនជាអ្វីដែលថៃចង់ឃើញនោះទេដោយមន្ត្រីជនកម្ពុជាថៃបានបង្ហាញការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរច្បាប់កម្មផលអ្វីបិទតែមិនរឿងដោយចិត្តមនុស្សចង់ឃើញតែមិនដែលយឺតរហូតដល់ស្លេចអ្នកដែលបានប្រព្រឹត្តឡើយការពេលថ្មីនេះអគ្គនាយកដ្ឋានការពារនិងបង្ការក្រមមហន្តរាយរបស់ថៃបានចេញសេចក្តីព្រមានឲ្យខេត្តភាគខាងត្បូងចំនួន6ដែលប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងចិត្តចំនួនភ្លាមនិងទឹកហូរពីលើភ្នំនិងការបាក់ដីដែលចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃទី8ខែមិថុនាដោយសារតែសម្លូតខ្យល់មូសុងនិរ័យដ៏ខ្លាំងក្លាបំផុតកំពុងគ្របដណ្ដប់លើផ្ទៃសមុទ្រអាដាម៉ាន់និងតំបន់ភាគខាងត្បូងភាគខាងលិចរបស់ប្រទេសថៃអាជ្ញាធរថៃបានបញ្ជាឲ្យក្រុមសង្គ្រោះបន្ទាន់និងមន្ត្រីជួរតំបន់តាមស្ថានភាពអាកាសធាតុយ៉ាងជិតស្និទ្ធនិងត្រៀមឧបករណ៍ធនធាននៅគ្រប់តំបន់ប្រឈមហានិភ័យដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាប្រសិនបើមានគ្រោះមហន្តរាយកើតឡើងប្រទេសមួយកំពុងត្រៀមទប់ទល់ជាមួយនឹងគ្រោះធម្មជាតិរីឯមួយប្រទេសទៀតកំពុងតែទទួលអំណោយផលពីធម្មជាតិតើនេះគឺជាកម្មឬមួយយ៉ាងណានៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅផ្លាស់ប្ដូរបរិយាកាសស្រង់ស្រូបខ្យល់អាកាសបរិសុទ្ធមើលទស្សនវិជ្ជាព្រៃភ្នំទឹកជ្រៅស្អាតនៅក្នុងទឹកដីនៃប្រជាជាតិកម្ពុជាហើយអ្វីដែលពិសេសជាងគេគឺទីតាំងនេះគឺជាប់ទៅនឹងព្រំដែនថៃតែសម្រាប់ពេលថ្មីនេះផងដែរកម្ពុជាត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសដែលមានធនធានធម្មជាតិល្អបំផុតលេខ1នៅក្នុងអាស៊ីនិងលំដាប់ពិភពលោកកុំឲ្យខាត់ពេលវេលាយូរយើងធ្វើដំណើរទៅទីនោះជាមួយគ្នាកម្លាំងខ្មែរក្រហម ទៅជាមួយខ្ញុំ ពូនក្រុមនៅហ្នឹងណាបងប្អូនបាទហើយម្យ៉ាងវានៅជិតព្រំដែនបាទវានៅជិតព្រំដែន រោគសម្រស់ធម្មជាតិ ហើយក្រៅពីនោះទៀតសោតតំបន់សម្រូតនេះក៏ជាតំបន់ជីកត្បូងដែរណាបងប្អូនបាទ គ្រូសាលា ជីកត្បូងហើយបើនិយាយពីឈើមានតម្លៃក៏ច្រើនដែរបងប្អូនប្រហែលជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980ដល់ឆ្នាំដល់ទសវត្សរ៍ទី90នេះតំបន់ព្រំដែនជិតសម្រូតនេះគឺមានសកម្មភាពពាក់ព័ន្ធជាមួយនឹងការកាប់ឈើច្រើនបងប្អូនការកាប់ឈើហើយធ្វើពាណិជ្ជកម្មធនធានធម្មជាតិឆ្លងព្រំដែនព្រោះងាយចេញចូលមែនទេវាជាច្រកចេញចូលខ្មែរថៃខ្មែរសៀមណាបាទអញ្ចឹងងាយនឹងធ្វើពាណិជ្ជកម្មធនធានធម្មជាតិឆ្លងព្រំដែនបាទហើយវាដែលជាប្រភពចំណូលសម្រាប់ភាគីប្រដាប់អាវុធមួយចំនួននៅក្នុងសម័យសង្គ្រាមដែរលក់ធនធានធម្មជាតិដើម្បីបម្រើសង្គ្រាមអញ្ចឹងបងប្អូនបាទយកលុយទិញអាវុធទិញអីចឹងទៅហើយមួយទៀតតំបន់នេះដោយសារតែវាគឺជាតំបន់ដែលជាប់ជាមួយនឹងជួរភ្នំកវាញដែលជាតំបន់ព្រៃធម្មជាតិដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ហើយតំបន់នេះមានសត្វព្រៃកម្រច្រើននិងជីវៈចម្រុះច្រើនមែនទែនហើយប្រហែលថ្ងៃមុននេះឃើញសម្ដេចព្រះអរិយវង្សបណ្ឌិតយ៉ន សេនយិតលោកធ្វើនិមន្តធ្វើគេហៅថាធម្មយាត្រាមួយនិមន្តទៅកាន់តំបន់ជួរភ្នំកវាញហ្នឹងហើយរយៈពេលដូចជា15ថ្ងៃហើយខ្ញុំស្ដាយមែនទេដល់បានដឹងមុនសូមព្រះអង្គចូលរួមដែរហើយព្រះអង្គនិមន្តទៅកាន់ជួរភ្នំកវាញហ្នឹងណាបងប្អូនបាទតាំងពីចាក់ពីកំពង់ចាក់ទៅពីកំពង់ស្ពឺរហូតទៅដល់ខេត្តពោធិ៍សាត់បាទហ្នឹងតាមព្រះអង្គមានធរដីកាល្អមែនទែនហើយទាក់ទងជាមួយនឹងសម្លូតនឹងទៀតសោតគេហៅថាជាតំបន់អភិរក្សមួយដែរណាបងប្អូនបាទតំបន់អភិរក្សនេះអង់គ្លេសគេប្រើពាក្យថាសម្លូត multiple use area ដែលត្រូវបានបង្កើតឡើងដើម្បីការពារព្រៃឈើប្រភពទឹកនិងសត្វព្រៃវាគឺជាតំបន់ដែលអ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិធ្វើការស្រាវជ្រាវអំពីបរិស្ថាននេះជាបន្តពិសេសណាបងប្អូនបាទសម្លូតមិនមែនល្បាក់ល្មមទេហើយដើមកំណើតនៃសម្លូតឥឡូវខ្ញុំចែកម្លែងបន្តិចមានការពន្យល់ខុសៗគ្នាហេតុអីបានខៅសម្លូតមានការពន្យល់ខុសៗគ្នាពីប្រភពឈ្មោះថាសម្លូតនេះ
tôi cho rằng ná mình tân miền phò tam của vật sa cho bà lo ná để nệ sao chiều tôi scroll chi ai cái chăn tệ thì chi ai cái chăn á một con ông pi đam cầm nát môn tệ phía trên này ca phần dốt đây kỳ lư chỉ những nhóm cư chỉ ca rệp rập tam tần liêm tần lộc bu lật than nâng rương pre nằm ban này chẳng rương đã thu ai sầm lốt là bay chân kế bà kia này dây khăn của vật sa Campuchia sầm lốt tra ban kỳ tròn chăm ta chia chấm bón đây xa ca bạc bo sầm lốt là ngày bằng pol mà cả tất cả bạc bo sầm lốt trăm phần một hồng phần đó nè pro tất cả ní tra ban nè của vật sa chỉ tròn chặt tốc thay chia chấm nó chặt đam đó sầm khăn với này bị bắt này vô bái đà nâu ti bầm phốt nom từ rốc sừng cream civil nâng ca cơn lang ẩm nai khai hóm nơi tổ sập vật bật tọp một tiền đó một phần bạc chẳng một ta sầm lốt đấy mình miền này cả xa na chuyện lệ thế con đã đăng ta cái chăm chụp bon chân cái cứ đời xa ta cho là na bạc bo sầm lốt nơi cho nam học một phần là ngày nó mộng nó phải được trong thời điểm nào tam râm này than đây cả tam tầm bon phô mà xa chuyện sẽ đánh cứ nó tam tầm bon chụp prom đại năng tầm đó nhóm căn thật đa chán căn đập dập sai chán trong mẹ làm ta căn ta sờ lạnh tức đây sọc mai mong pon bà cho lạnh sọc mai hay cả được trong từ cả bát tê nước trong bàn tăng chặt hà nó phải được trong từ lọc màu với cứ trong khi trong sắp sai bị sọc mai chẳng từ cái này na có trong mẹ làm ta sờ lạnh tì nó sờ lạnh bong pon phải chia prot sờ lạnh tức đây sờ lạnh thom mà chia sờ lạnh nhà cá sệt thiệt nó mong pon bà bát tê Campuchia cái taประเทศเนี่ยมีบอลใหญ่ดอลเลยประเทศเนี่ยมีบอลตรังท่าอัดได้เสริมมีปัญหาทอมเชียเทบางปอนะให้บ่านะอัดได้เสริมมีปัญหาทอมเชียเทขณะไปในประเทศจิตคานั่นคือท่ามันดังจิตเอตัสเอเทบ่าปีมวยสัปดาห์เติมมวยสัปดาห์คือตายแต่เคยรถมันไตรจังประกาศซ่อนระหดบ่าอะไรเจอแสดงในประเทศจิตคาบ่าเยิงบ่าประเทศเซียมรอไงนี่นะบางปอบ่าให้บางปอนเธอดำนาบรรดาบางปอนมือตะเพียบสะอาดนะบางปอนแค่ไหนบ้าสะอาดคลั่งบ่าให้ปากกากระงอกนั่นคือกระปงแต่เจงปากกาสะอาดนะบางปอนก็หอมจะอันจะอาตามบางเพลงจังตลับมาวิ่งเตะตองจมวยหนึ่งปัญหาการเสถียรขมายเยิ้งประเทศโต้ไฟตะบัดแต่ไปเชียบรถเยิ้งมันเชียบไปเชียบรถเนี่ยเมียนทูเทียหรือกับประเทศเยิ้งแมนเชียบประเทศเนี่ยเมียนจิปรดได้เมียนจิวเพียบทูเทียครั้งกับปันตายไปยังมือแต่เพียบซอกซานภายในธรรมเชียคือยังกำรอมีนปัญหานะกำรอมีนปัญหานะให้บางปอนดังที่ท่าเหล่านี้ในประเทศจิตข้างบ่ยังประเทศเซียมิเนี่ยคือท่าข้างกาตูดข้างรัฐาภิบาลก็กำปงแต่ดอกสายปัญหาให้เคยชาไทยกำปงแต่บรรทนในยาบัดติดมาดองให้บางปอนมากับปัตตาไปยังเงี้ยแต่เมื่อการเสถียรวิ่งเกี่ยแต่กำพอลหรือก็ยังไม่บางปอนเนี่ยจุ่มเนื้อเชื่อท่าดอลเปลเตอร์ปดาสายวิไอจริงจังมาปอนบ่าวิไอจะเตอร์จังเพราะท่าตามจุ่มเนื้อโดนตาขมายเยอะคือกรบกันแรงกรบประสาทต่างอ้อคือสัตว์สังแต่เมียนเป็นเจ้าอัฐันบ่าเป็นเจ้าอัฐันเป็นเจ้าบดาซาบ่าเนี่ยได้บ่มพลายประสาทปรางโบราณนั่นคือนังตัวเลยวินิสกรรมเซมยังไงให้เจสได้ตามยังสังเกตเมื่อตอนนี้เมนตีนโจจุ่มเนื้อที่น้ำมันปนมาเมนตีนโจจุ่มเนื้องบงอนเลยกับปัตตาสังเกตเมื่อคราวนั้นเลยสกมายังกำรอมีนปัญหากรดตึกจุ่มนนเคลพิวไอ้เนี่ยบ่าแล้วนี่ปากกาให้รัฐบาลปากกาอโต้นิยมขมายยังปากกาทำเมียนขจลกับบดเมียนขจลมูซองไอ้เบาปีสมมตินานั่นก็เป็นแต่โลกประเจท่าเนื้อขมายยังอัดไอเตขณะเป็นเนื้อประเทศเซียมบางปอนบ่าข้างกระทำรัฐมนตรีคือด้วยกองมันตีบังการหนึ่งกรมกรมหันตรายเดี๋ยวก็แต่ดีพีอัมบอกไทยนะที่บ้านเจนสักได้ผมเมียนนั่นคือผมเมียนปากกาซ้อนนะบางปอนบ่าอ้อยแคดเพียขังตะบงจำนวนผมมวยแคดบ่าเตรียมโคลนอะไรเต้บ่าเตรียมโคลนอะไรคือตึกจำนวนหนึ่งเฉาะโยเพลียมกันแต่ฟลัดอังเลกับเราเป็นแต่ฟลัดนั่นคือแค่ตึกจำนวนเพลียมมาบนบ่าตึกจำนวนเพลียมมองเพลียงโคคลังมันคือจนปรุบมองไอ้บ่าให้แต่ตึกจำนวนนี่คือวิเมียนตึกวิโฮเจงปีไพรพ้องวิโฮบะปีพนมพ้อง
ហើយក្រៅពីហ្នឹងក្រៅពីទឹកជំនន់មានការបាក់ស្រុតដីឲ្យជាដើមហ្នឹងហើយរលកសមុទ្រហ្នឹងក៏រលកខ្លាំងគណៈដែលមានភ្លៀងខ្លាំងនៅតំបន់ឆ្នេរសមុទ្រអាន់ដាម៉ាន់ហ្នឹងគឺខ្លាំងមែនទែនបងប្អូនបាទខ្លាំងមែនទែនអញ្ចឹងមកខ្ញុំតែងតែជជែកជាមួយពុកម៉ែបងប្អូនចែកម្លែកថាគេថាមិនជឿកុំប្រមាថបាទមិនជឿកុំប្រមាថដូនតាខ្មែរបានរក្សានៅគេថាវប្បធម៌អរិយធម៌ដ៏ល្អពរផង់តែវាបំផ្លាញខ្ទេចបំផ្លាញខ្ទីដោយនៅប្រាសាទបុរាណតាមជួរបន្ទាត់ព្រំដែនហ្នឹងគឺវាកំទេចអស់តាកបីហើយហ្នឹងគឺវាកំទេចអស់ហើយបងប្អូនមកវាទម្លាក់ក្របហើយវាទៅសាងសង់ឡើងវិញហើយវាទៅធ្វើពិធីធ្វើដូចវានឹងម្ចាស់ស្រុកចឹងបាទធ្វើដូចវានឹងម្ចាស់ស្រុកចឹងបាទធ្វើដូចវាម្ចាស់ស្រុកអីចឹងវាធ្វើវាស្រឡាញ់ណាវាធ្វើខ្មោចចូលវាធ្វើជួរូបជួអរៈអត់តំណងឲ្យសោះលេងគេថារបស់កូពីគេថាព្យាយាមចម្លងម្ចាស់ដើមវាអត់ដូចម្ចាស់ដើមវាចេញមកវាឆ្កងបាទហើយផ្ទុយទៅវិញវាមិនមែនទទួលបានគេថាប្រសិទ្ធិពលីការឲ្យពោជ័យបែរជាត្រូវប្រដាសាដូនតាខ្មែរវិញបាទហើយជាស្ដីនេះតែប្រកាសថ្មីនេះណាបាទត្រៀមខ្លួនឲ្យទៅក្រសួងបានចេញសេចក្តីពមៀនដោយណែនាំឲ្យខេត្តខាងត្បូងចំនួន6តាមដានស្ថានភាពអាចកាត់មានទឹកចំនួនភ្លាមនិងទឹកហូរពីព្រៃបាទទឹកហូរពីព្រៃហើយចន្លោះថ្ងៃទី3ដល់ថ្ងៃទី8មិថុនានេះថ្ងៃទី5មិថុនានេះណាបងថ្ងៃទី5មិថុនានេះគេគឺត្រៀមខាងមន្ទីរបង្ការនឹងគេហៅថាមន្ទីរបង្ការនឹងគ្រប់គ្រងក្រមមហន្តរាយរបស់សៀមហ្នឹងគេបានយោងទៅកាន់មជ្ឈមណ្ឌលឧតុនិយមភាគខាងត្បូងឆ្នេរខាងលិចដែលបានរាយការណ៍ថាចាប់ពីថ្ងៃទី2ទី4ខែមិថុនានេះគឺមានខ្យល់មូសុងនិរដីកម្លាំងមធ្យមទៅខ្លាំងបក់លើសមុទ្រអាណ្ដាម៉ាន់និងឆ្នេរខាងលិចភាគខាងត្បូងនៃប្រទេសថៃហើយនេះនឹងបណ្ដាលឲ្យមានភ្លៀងច្រើននៅតំបន់ឆ្នេរខាងលិចខាងត្បូងដោយមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងទៅនៅតំបន់ខ្លះដែលអាចបង្កឲ្យមានទឹកចំនួនភ្លាមនិងទឹកហូរពីព្រៃបាទរលកសមុទ្រនៅអាណ្ដាម៉ាន់ក៏ត្រូវបានរំពឹងថានឹងខ្លាំងឡើងផងដែរនៅតំបន់សមុទ្រខាងលើនេះអាចមានរលកកម្ពស់ពី2ទៅ3ម៉ែត្រហើយនៅតំបន់ព្យុះអាចមានលើសពី3ម៉ែត្រមិនធម្មតាទេរលកក៏បងប្អូន3ម៉ែត្របាទនៅតំបន់សមុទ្រខាងក្រោមរលកអាចប្រហែលជា3ម៉ែត្រនិងលើសពី2ម៉ែត្រនៅតំបន់អាចមានព្យុះនេះការផ្សព្វផ្សាយរបស់ក្រសួងរបស់គេក៏ឲ្យប្រជាជនគេបង្ការណាបងប្អូនដែរហើយការព្យាករណ៍អាកាសធាតុនេះវាបង្ហាញថាឆ្នេរខាងលិចនិងខាងត្បូងនេះបន្តមានភ្លៀងធ្លាក់ខ្លាំងបាទបន្តមានភ្លៀងធ្លាក់ខ្លាំងតំបន់ដែលមានហានិភ័យភ្លៀងធ្លាក់ខ្លាំងនិងទឹកហូរពីព្រៃបង្កទៅជាទឹកចំនួនភ្លាមទឹកលិចនិងបាក់ដីភ្នំរួមមានបាទមានខេត្ត6មានរួមមានទី1នោះខេត្តរ៉ាណងគេណាខេត្តសៀមបងប្អូនបាទខេត្តរ៉ាណងទី2ខេត្តផាំងងាបាទខ្ញុំមិនស្គាល់ទេបាទទី3ខេត្តភូកេតបាទទី4ខេត្តក្របីទី5ខេត្តត្រាងទី6ខេត្តសតុនបាទឈ្មោះខេត្តរបស់សៀមអញ្ចឹង6ខេត្តនេះនឹងប៉ះធ្ងន់ជាងគេបងប្អូនណាបាទប៉ះធ្ងន់ជាងគេអញ្ចឹងបានខ្ញុំនិយាយថាកម្ពុជាយើងសនុកសុខស្រួលបងប្អូនបញ្ហាអាកាសធាតុបញ្ហាគ្រោះទឹកជំនន់នេះគឺស្រុកខ្មែរយើងគឺសុខសាន្តណាបងប្អូនហើយបាទសុខសាន្តណាហើយខ្ញុំដើរកាន់តែច្រើនខ្ញុំកាន់តែស្រឡាញ់ទឹកដីណាបងប្អូនបាទកាន់តែស្រឡាញ់តំបន់ភូមិសាស្ត្រស្រុកខ្មែរយើងវាល្អពេកហើយបាទអញ្ចឹងបានខ្ញុំតែងតែនិយាយដដែលថាដែលគេចង់បានយើងនេះមិនមែនចាយដន់ទេបាទមិនមែនរឿងចាយដន់ទេមកពីវាមានបញ្ហាស្រុកគេហ្នឹងបានវាប្រឹងឈ្លានពានចង់បានទឹកដីយើងណាបងប្អូនបាទថៃវាមើលឃើញទៅដូចបាងកកវាប្រកាសឲ្យទៅថាត្រៀមតែនឹងលិចហ្នឹងហើយបាងកកហ្នឹងហើយបងប្អូនយើងអ្នកខ្លះចូលមកខមមិននឹងវីដេអូលោកគ្រូឃើញតែវិនិច្ឆ័យឃើញតែអីរហូតមិនដែលឃើញថៃរលាយបងប្អូនហើយរឿងរលាយរឿងកម្មផលឯណាធ្វើដែលនឹងទទួលបងប្អូនដូចខ្ញុំបញ្ជាក់ថាកម្មផលវាមិនដែលភ្លេចម្ចាស់ទេបាទកម្មនោះវាមិនដែលភ្លេចអ្នកធ្វើទេអ្នកធ្វើកម្មណាបានផលនៃកម្មហ្នឹងហើយបងប្អូនបាទហើយវាមិនទៅភ្លាមទេគាត់តែ
về theo ca p và liên tích bằng bồn mà hay là tao bả đà mến những đã bả xa thì có bắt tay riêng nắng vì chăng vì thứ bắp không ai dương cọp sầm mai ca lấy vì cho liên piên mình chơi chấp mình chơi hời đó bằng bồn mà thà chưa chấp cứ về nằng lên thay mà đó lấy dây riêng chưa chấp ấy công dây mới nhom dây lên chơi nha cứ vì hô hát vậy vậy bà vì hô hát vậy vậy dương con là ro ngày nó dương prang thưa vậy để dương ngày thứ ba nó bồng pin tuần để ti ca nghi dương chui chiết dương tam sắm tập hiệp tam lát tập hiệp tới bà châu rôm chùm môi nằng đi rót thả bao châu rôm chùm môi nằng bong ôn châu rôm chùm môi nằng bong con top châu mục bà theo mà dương xạ ca kia xa mà kia kia cũng bạch bạc kia tới anh đang ngay chui chiết đấy bong ôn á bà chui chiết đấy thầy để không gì chẳng ta sọc mày dương về lõ mà cái chọn bán lớn mơ chả bong bóng của bông tô sana vì đó mơ không video này ní con là chụp này môi thế này khi em chim mà tô và đã khi em thọ tặng ấp khi em mặt trăng lại bắt bong thế bong bóng đấy bà khi em mặt trăng lại bắt cướp mà chùm hiên môi chùm hiên sắt tay chia cần lại là đôn ta dương lẹ bong sạch sạch chêm sạch làm bê để xa ban đây là tơ tay phía mới bong bóng chứ mà ta khi em tao cái này na khi em sờ lánh nhá khi em tận nơi sọc kê chứ em sẽ cha không chặt ta mô binh em đang thoát sắp sai sọc khmai tụi em sẽ lành khmai em sẽ lành tức đây khmai ba hay Việt Nam một biết biến em chưa chập nó bằng ôn mà Việt Nam một biết biến em chưa chập nó thì bằng ôn dân nhẹ rồi lực từ ngọc cái này nè thư PHK có PHK tới còn kết ta với chỉ riêng thầm đa nó bằng ôn nó không có riêng thầm đa riêng chiết môi ní cứ mến riêng thầm đa thế mến chỉ riêng bao nếu do rầm tray mến riêng bao bạn nấu thế nào bằng ôn mà riêng tức đấy cứ chỉ riêng dương thằng này nè chỉ riêng dương thằng này chỉ riêng đại dương thầu đăng thầu lư thầu bao từ bà rom thằng này à bà kia can cầm lăng từ thư sắc ấy dương cho ruộng rồi cái bây giờ mình ai cho ruộng tam lệ khana môi thế có dương cho ruộng chỉ cầm lăng cho ruộng chỉ biếng cho ruộng chỉ cái ta cầm lăng chua còi nó bằng ôn mà ní ở đây để dương chỉ không ai thử bán bóng bồn ơi mới cho tức đây dùm đốt sạch nó bóng bồn chơi sẽ làm đầy nó cứ khơi tiếp bởi chia bó rốt khơi sọc xe chùm ca khơi phân đông khơi như ấy nó cứ tha ôi bài chất nằm bóng bồn nó ta chế aram nè chân video bọc nhâm phục mẹ bóng bồn này đem chôn mà tô sana nó cứ cầm ra ban khơi nhâm chôn ti krong cầm ra khơi nhâm tao cái lạnh tình nợp xí về lái ăn đấy nhâm ăn trôi chặt chắc mà bồnในไซค์ខ្ញុំគឺស្រឡាញ់ប្រៃភ្នំក្រំថ្មស្រឡាញ់ស្រុកស្រែចំការជាពិសេសគឺតំបន់ព្រំដែននេះស្រឡាញ់ខ្លាំងព្រោះវាជាតំបន់ដែលងាយប្រឈមហានិភ័យមែនទែននៅបងប្អូនបាទងាយប្រឈមហានិភ័យផ្លេចវារេបឡាឡូផ្លេចវាដាក់កុងតឺន័រផ្លេចវាចូលមកធ្វើនេះធ្វើនៅក្នុងទឹកដីយើងគឺថាអាល្បិចអាចោចង្រៃសៀមនេះគឺវាថាវាមិនចេះចប់ទេវាមិនចេះស្កប់ស្កល់ទេបងប្អូនហើយខ្ញុំមើលវីដេអូឃើញបងវរៈកងតបនៅតទល់រុញច្រានជាមួយវាដែលវានៅតែប្រឹងរុញអាបលាលុះនឹងចូលមកវាដាក់បលាលុះឲ្យកងតបយើងហាម5វាមិនឲ្យវាដាក់ហើយវាចេះតែរូលវាចេះតែមកខ្ញុំថាគិតតែពួកអស់នេះគឺដូចតែពូចោគឺចោអត់ចេះខ្មាអៀនហ្មងអត់ចេះខ្មាអៀនហ្មងម្ចាស់គេនៅនឹងវានៅរូលវាដាក់បលាលុះវាដាក់លបងពត់ចូលមកខ្ញុំថាអញហើយគាត់តែឃើញហើយគឺថាខំធ្វេងក្រើតហ្មងបាទខំធ្វេងក្រើតហ្មងហើយក៏សរសើរបងវរៈកងតបនៅតាមជួរបន្ទិតព្រំដែនណាឥឡូវនេះពួកគាត់ពេលខ្លះដេកមិនបានផងបាទអាហារហូបចុកមិនដឹងឯណាណីទេបាទខ្ញុំឃើញសង្វេគអាណិតណាអ្នកខ្លះស្រស់មីនឹងថងនឹងហ្មងបាទហើយអ្នកខ្លះហ្នឹងអីគេត្រីខំមកកំប៉ុងមួយចានហ្នឹងគ្នា4-10នាក់ហ្នឹងឃើញឆ្កុចបន្លែស្លឹកឈើខ្ញុំឃើញលោកអីលោកអាណិតណាប៉ុន្តែទៅយ៉ាងណាក៏សូមអរគុណមែនទែនចំពោះការលះបង់របស់ពួកគាត់យើងលំមយើងនៅនេះយើងថាយើងពិបាកបាទយើងថាយើងពិបាកប៉ុន្តែពួកគាត់នៅនឹងស៊ូទ្រាំស៊ីអត់ស៊ីឃ្លានណាតស៊ូឈោយកខ្លួនពាំងក្របយកខ្លួនធ្វើជារបងព្រំដែនណាមិនមែនធម្មតាទេណាចុះមកខ្ញុំតែងតែឃើញ
អ្នកមិត្តភក្តិក្តីកូនសិស្សកូនកូនក្តីវាអីគេវាសែតតាម Facebook អញ្ចឹងណាបាទផុសសែតហត់នៅនឹងជីវិតណាខ្ញុំថាឯងហត់នៅនឹងជីវិតឯងទៅមើលតាហ៊ាននៅព្រំដែននោះឯងហត់ជាងឯង100ដងចាឯងស្អីប្រព័ន្ធហ្នឹងអាយុមិនទាន់ស្អីផងចេះហត់នឿយនឹងជីវិតពួកហ្នឹងបានដេញទៅនៅព្រំដែនដែរបានដេញទៅនៅការពារព្រំដែនដែរអ្នកនៅការពារព្រំដែននោះវេទនាចង់ងប់បាទហូបមិនត្រង់មាត់ផងដើម្បីការពារសន្តិសុខជូនអ្នកអស់ឯងនេះតែណៃវាសែតវាផុសទាំងគ្រូទាំងអីខ្លះហ្នឹងក៏ចឹងដែរខ្ញុំចេះថាទាំងគ្រូអីខ្លះហ្នឹងនិយាយពីត្រាម៉ាផុសឈឺចាប់ឈឺចិត្តវាកើតទុករឿងស្អីបាទខ្លាំងជាងបាត់បង់ទឹកដីម្ល៉េះខ្ញុំថាអីបើពិបាកណាស់ទៅធ្វើទាហានទៅហើយនិយាយចឹងទៅបាទបើពិបាកណាស់ទៅធ្វើទាហានទៅអារឿងបន្តិចបន្តួចនិយាយពីទៅសែតត្រាម៉ាបង្ហោះពេញ Facebook អានេះបើសិនមកគេយកដីបាត់ទៅយកមកមានពេលសែតទៀតអត់ណាគិតទៅណាបងគេថាវិរៈកងតបនៅតាមបន្ទាត់ព្រំដែនលោកលះបង់ជីវិតការពារជាតិការពារដែនអធិបតេយ្យភាពប្រឆាំងជាមួយសត្រូវឈ្លានពានមិនទាំងខ្លាចញញើតផងឯងនៅតែផ្ទះនេះសោះមានស៊ីមានលុយមានចាយមានប្រាក់ខែមានអីវានៅមកលូរតំត្រាម៉ាពេញ Facebook គ្មានភាពក្លាហានគ្មានគេហៅថាភាពរឹងមាំអីសោះទាំងគ្រូទាំងសិស្សខ្លះហ្នឹងឯងចឹងមិនថាណាបងប្អូនបាទចឹងវីដេអូនេះវារៀងនិយាយច្រើនបន្តិចបងប្អូនតែបងប្អូនស្ដាប់បានក៏បានទៅស្ដាប់មិនបានក៏ខន្តីពេកទោះមើលតែវីដេអូទៅមើលតែទស្សនវិជ្ជាតាមដងផ្លូវទៅណាបងប្អូនណាហើយនេះហើយទឹកដីសំឡូតគឺជិះម៉ូតូសិតស្អាតតែហ្មងមានឱកាសបងប្អូនធ្វើដំណើរផ្សងព្រេងជិះម៉ូតូខ្លះទៅដើម្បីបានឃើញទឹកដីរបស់យើងទឹកដីដ៏សែនមនោរម្យនៃកម្ពុជារបស់យើងណាបងប្អូនណាខ្ញុំដើរច្រើនខ្ញុំដើរបដាខ្ញុំមើលបដាខ្ញុំថាក្នុងនាមជាខ្មែរថៃអាដីខ្មែរប៉ុណ្ណេះមិនកង់ណាមិនបាច់ទៅជួបដូនតាទេណាបងប្អូនបាទនេះទឹកដីនេះគឺទឹកដីខ្មែររបស់យើងណាបងប្អូនហើយនៅជប់ព្រំដែនថៃបងប្អូនណាបាទនៅមិនឆ្ងាយទេជប់ព្រំដែនថៃហើយពេលខ្លះខ្ញុំមិនហ៊ានទាំងនិយាយផងនៅពេលដែលឃើញជាតិសាសន៍គេមើងងាយខ្មែរយើងបងប្អូនជាតិសាសន៍គេមើងងាយខ្មែរយើងដូចសៀមរយៈនេះខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងព្រំដែនធ្វើវីដេអូតាក់ទងជាមួយនឹងសៀមជាមួយនឹងថៃអីច្រើននេះថៃវាស្អប់ខ្ញុំណាថៃវាគុំខំថ្មិញក្រើតែចាំមើលថ្ងៃណាមួយទៅស្រុកវាឯងត្រូវរបស់វាខ្ញុំធ្វើវីដេអូនិយាយពីថៃច្រើនអញ្ចឹងវាខឹងខ្លាំងហ្មងបាទវាខឹងខ្លាំងមែនតើចូលតែចូលមកខមមិនជេរផងឬដងអីវាហៅយើងយើង Cambodia តែវាហៅយើង Scambodia ណាបងប្អូន Scambodia គឺវាភ្ជាប់ជាមួយនឹងពាក្យថា scam ដោយសារតែមួយរយៈនេះគឺកម្ពុជាយើងកំពុងតែបង្ក្រាប scam online គឺមានក៏ប្រទេសថៃក៏វាមានចន់ជាកម្ពុជាផងប៉ុន្តែវាចោតខ្មែរយើងថាទឹកដី scam រហូតដល់វាបាញ់កំទេចអាគារនៅអូស្មាច់ហ្នឹងវាបាញ់ហើយវានិយាយប្រកាសក្រុមហេតុផលមួយថាវាកំទេច scam នេះអាចោសៀមណាបាទហើយតែពេលងាកមកមើលកម្ពុជាយើងវាមានដូចតែគ្នាហើយឥឡូវនេះរដ្ឋាភិបាលកំពុងតែចាត់វិធានការក្តៅហើយថ្ងៃមុនបាត់ដំបងនៅបាត់ដំបងហ្នឹងគឺគេចាប់បានហ្នឹងគឺផ្ទះលោកដូចជាឧត្តមសេនីយ៍មួយនោះអញ្ចឹងមិនថាពេលខ្លះយើងវាមើលងាយយើងទៅតតាំងនឹងវាពេលខ្លះវាត្រូវដែរណាបងប្អូនខ្មែរយើងអត់សាមគ្គីគ្នាហើយតែខ្មែរយើងបោកគ្នាឯងណាបងប្អូនបាទខ្មែរហ្នឹងខົບខិតជាមួយនឹងជនបរទេសបើកន្លែងឆោបបោកអនឡាញហើយមានដល់មន្ត្រីទៀតបាទមន្ត្រីនគរបាលប៉ូលីសអីទៀតគឺថាគិតទៅឈឺក្បាលវិញមុខណាបាទពុកម៉ែបងប្អូនណាឥឡូវមកដល់សំឡូវដែរបងប្អូនតោះទៅទស្សនាជាមួយគ្នាជាលក់ដាច់ទេបងលក់ដាច់
อันนี้เจ๊คนไหนไงบ้อง อันนี้เจ๊เป็นเจ๊อะไร โอ้หล่อทอมมั้งบ้องเจ๊นี่ เจ๊สโลดทง เจ๊จะโลดมั้งไอ้บ้องนะ บ้านนะ แม่นเยอะไปไทยไงเจ๊ขมายเยอะนะแรงเยอะวะนะบ้าบ้องโอ้ยทอมหล่อเจ๊เจ๊ขมายเยอะของบ้องบ้าขมายบอกขมายเยอะมากกันโนอัดไทยก็เยอะมันงอกไม่ได้บ้อง มาทำเสียดอันนี้ประมาณปีเลย ตรมเตอบ้าบ้องสมัครมาไงโลได้ประมาณ100 น้มบ้อง มันเสียแบบนั้น เอา ยังซายังตู้จาน ดับสนัดก็ซ้ำได้จ้ะ มาสนัดได้ประมาณได้โจรมาไพ่แผลดังปีปูนประมวยใบดับปีดับโบดับประมวยแผลดับประมวยแผลขึ้นมาไพ่แผลมวยนี่ประมาณเช็คดอง โอ้ยนี่มาเอง มาเช็คบ้านมานมมาป้อนขยะก็สม ไปเด็กตู้เจ๊มือตัวงานมือจามโดย บ้าน มาเจ๊มือก่อนนะ บ้าโอเคบองคนมาป้อนเนาะโอเคก็สมนะบองโอเคเอาคนบองយើងឈប់ទិញឲ្យញ៉ាំសិនទិញម្ហូបនេះមកនៅសប្លូបាទដល់ពុកបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ដល់នេះយើងទិញម្ហូបទិញអីបានហើយជួយគ្រប់គ្រងបងចិត្តលក់ចេកជាតិបងប្អូនហើយបាទចេកជាតិខ្មែរយើងហើយចេកនេះចេកធម្មជាតិតែហ្មងបាទឆ្ងាញ់ណាស់បងប្អូនហើយខ្ញុំហូបឡើងឆ្អែតណាស់នំចេកជាតិហូបឡើងអត់ហូបបាយហើយនេះយើងបន្តដំណើរទៅទឹកធ្លាក់បរឡាងហើយវីដេអូនេះខ្ញុំថតតាមផ្លូវរហូតព្រោះថាទស្សនវិជ្ជាតាមដងផ្លូវមិនងាយបានមកទេបងប្អូនបាទហើយស្រុកតែយើងកំពុងមានបញ្ហាអញ្ចឹងផងមិនស្រួលនឹងតម្លាក់ក្របប៊ុំទៀតគ្មានបានមកទេអញ្ចឹងថតទុកឲ្យហើយចែកម្លែកបងប្អូនបានទស្សនាឃើញពីសកម្មភាពនៃការធ្វើដំណើររបស់បងប្អូនយើងតាមដងផ្លូវផងឃើញជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនៅតាមដងផ្លូវឆ្វេងស្ដាំនឹងផងហើយខេត្តនេះគឺហៅថារដូវបៃតងគឺថាស្អាតណាស់បងប្អូនអើយបាទស្អាតមែនទែនហើយជិះម៉ូតូបដាហ្នឹងគឺខ្យល់អាកាសមករសៀកតិចហើយថ្ងៃដែលខ្ញុំទៅនេះគឺពពកអត់ខ្មៅទេប៉ុន្តែអត់ក្តៅទេបងប្អូនអត់សូវក្តៅទេតិចមកយើងធ្វើដំណើរជិះម៉ូតូទៅស្រួលមែនទែនណាបងប្អូនណាបាទហើយនេះហើយគឺទស្សនវិជ្ជានៅសំឡូតបងប្អូនហើយផ្ញើជូនបងប្អូនទាំងអស់គ្នាមើលឃើញណាផ្ញើជូនដល់ហ្នឹងផ្ញើជូនដល់អ៊ំនៅអូស្ត្រាលីផងហើយក្មួយអត់បានតាក់ទងទៅអ៊ំហើយរីករាយថ្ងៃគូកំណើតអ៊ំពីចម្ងាយផងអ៊ំប្រុសអ៊ំស្រីខ្ញុំនៅអូស្ត្រាលីណាបងប្អូនណាបាទហើយជូនពរអ៊ំទាំងពីរមានសុខភាពល្អគ្រប់ទិន្ទវារាត្រីហើយបងប្អូនអើយមើលចាស់ទេសភាពស្អាតណាបងប្អូនអើយហើយខែនេះខែទុរេនខែទុរេនឲ្យបងប្អូនយើងមកលេងច្រើនមកទាំងឡានហើយតិចទៀតគេនៅបងប្អូនទៅមើលចកាទុរេនដែរណាបងប្អូនណាបាទហើយខែនេះផ្កាងោកនោះក៏ស្អាតបងប្អូនណាបាទហើយមើលឡានខាងស្ដាំដៃគឺឡានបងប្អូនមកទិញផ្លែតរ៉េនហ្នឹងហើយមើលទៅជិះតាមតូបហ្នឹងឃើញចាប់ផ្ដើមឃើញមានតូបគីឡូផ្លែឈើលក់សាវម៉ាវលក់តរ៉េនឯបដាហើយបងប្អូនម៉ូតូបើកលើផ្លូវដីខ្យល់បក់ប៉ះមុខខ្ញុំព្រៃឈើហៅឲ្យទៅដូចសុបិនដែលខ្ញុំចង់ឃើញភ្នំខ្ពស់នៅឆ្ងាយទឹកជ្រោះសូររំភើបជើងកង់បងវិលទៅមុខមិនដែលចង់ត្រឡប់ក្រោយផ្លូវនេះមិនងាយស្រួលបាទបងប្អូនឥឡូវនេះយើងមកដល់ផ្លូវចូលទៅកាន់ទឹកធ្លាក់បរឡាងហើយនេះខ្លះគេឲ្យឈ្មោះថាគេហៅថាទឹកធ្លាក់ Angelina Jolie បាទដោយសារតែកន្លែងនេះគឺតំបន់ដែលទឹកស្រី Angelina Jolie គាត់ទិញតំបន់ហ្នឹងទិញដីនៅហ្នឹងបងប្អូនបាទហើយកន្លែងគាត់គឺនៅម្ដុំហ្នឹងហើយអញ្ចឹងគេហៅថាទឹកធ្លាក់ Angelina Jolie ហើយកាពិតទៅយើងហៅថាទឹកធ្លាក់បរឡាងហ្នឹងឯងហើយខ្ញុំលើកទី1បងប្អូនខ្ញុំអត់ដែរមកទេទឹកធ្លាក់បរឡាងនេះហើយតើមើលទាំងអស់គ្នាតើមានអ្វីគួរជាទីចាប់អារម្មណ៍ខ្លះបាទឆ្លងភ្នំជីវិតគឺជាដំណើរកុំឈប់នៅកន្លែងដដែលថ្ងៃរាំងលើភ្នំខៀវពន្លឺប៉ះលើផ្លូវ
ខ្ញុំជីតាមចិត្តខ្ញុំគ្មានអ្វីអាចទប់បានកាមេរ៉ាយកពេលវេលាធម្មជាតិជាគ្រូបង្រៀនរាល់ដំណើរមានន័យសម្រាប់ជីវិតខ្ញុំបើផ្លូវពិបាកយ៉ាងណាម៉ូតូនឹងនាំខ្ញុំទៅកន្លែងដែលមិនមានផ្លូវ តាមតោអូយច្រើនណាស់បងប្អូនơiអ្នកមកលេងឆំវានោះច្រើនណាស់យើងគឺជាកោសិកាមួយក្នុងចំណោមកោសិកាជាច្រើនបងប្អូនមើលជុំវិញមានឡានមានម៉ូតូបាទឥឡូវយើងទៅមើលខាងក្នុងតើខាងក្នុងនោះគាត់មានទិដ្ឋភាពស្អាតយ៉ាងណាតោះបាទបងប្អូនអរគ្នានេះគឺទឹកធ្លាក់សម្លូតបាទឬក៏អត់ស្គាល់ថាទឹកធ្លាក់បឡាងបងប្អូនណាបាទហើយថ្ងៃនេះថ្ងៃអាទិត្យបាទចុងសប្តាហ៍ឃើញថាឡានម៉ូតូស្កេចស្កះបាទរាប់រយគ្រឿងរាប់រយគ្រឿងបងប្អូនច្រើនណាស់បាទអញ្ចឹងទឹកធ្លាក់បឡាងឬក៏ទឹកធ្លាក់សម្លូតនេះលើកទី1ដែលខ្ញុំបានមកខ្ញុំអត់ដែរមកទេបាទមកឆាក់ជីវិតទេនៅបាត់ដំបងមែនក៏ប៉ុន្តែចន្លោះកន្លែងនេះបាទចន្លោះកន្លែងនេះឃើញបងប្អូនយើងមកលេងច្រើនហើយតែខ្ញុំនៅបង្ហាញបងប្អូនថាតើទឹកធ្លាក់បឡាងនេះមានសម្រាប់បែបណាយើងទៅជាមួយគ្នាយើងចុះទៅក្រោមណាបាទចឹងទៅកន្លែងនេះពេលដែលយើងមកដល់ឃើញគេសរសេរថាយើងរួមគ្នាសម្អាតនិងថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាចឹងនៅពេលដែលគេសរសេរអញ្ចឹងមិនមែនចៃដន្យទេដោយសារអីកន្លែងនេះគឺជារមណីយដ្ឋានចឹងប្រសិនបើបងប្អូនចូលរួមថែសម្អាតថែរក្សាកន្លែងនេះនឹងក្លាយជាកន្លែងមួយដែលជាទីទស្សនាជាទីកំសាន្តអារម្មណ៍យូរវែងបាទតែប្រសិនបើយើងអត់ថែមិនយូរមិនឆាប់ទេកន្លែងនេះនឹងក្លាយជាកន្លែងចោលសម្រាមបាទក្លាយជាកន្លែងចោលសម្រាមហើយចឹងឃើញបងប្អូនយើងមកលេងច្រើនហើយខ្ញុំទៅមកដែរការមុនទៅមកប៉ុន្តែចន្លោះកន្លែងហ្នឹងរហូតខ្ញុំមិនដែរមកទេបាទងត់ទឹកនៅលើអូទឹកធ្លាក់បឡាងចឹងអីអត់ដែរមកអត់ដែរដឹងតែបងប្អូនមកទឹកប៉ុណ្ណឹងពុំឲ្យបងប្អូនជាទីគោរពជាទីស្រឡាញ់លើយើងមកដល់ហើយនេះហើយគឺទឹកធ្លាក់បឡាងបងប្អូនលើកទី1សម្រាប់ខ្ញុំអត់ដែរមកទេបងប្អូនមកអត់ដែរមកទេលើកទី1បងប្អូនដល់ពេលមកឃើញមួយចាំមួយថ្ងៃបងប្អូនយើងមកច្រើនបងប្អូនដល់ពេលអញ្ចឹងគឺគិតមកលេងសប្បាយបងប្អូនមើលចាស់សប្បាយមែនទេបងប្អូនទឹកធ្លាក់បឡាងបងប្អូនបាទតោះឥឡូវសូមគោរពបញ្ចេញពុកបងប្អូនទៅទស្សនាទស្សនវិជ្ជាជុំវិញទាំងអស់គ្នាខ្ញុំនឹងបងប្អូនទៅមើលពីទស្សនវិជ្ជាពីខាងលើផងដែរថាតើកន្លែងនេះស្អាតប៉ុណ្ណាតោះ
used to wake up heavy, staring at the ceiling. Coffee gone cold, same old ache, same feeling. Bills on the table, doubt in the hall. I was counting every reason I might fall. Then you said, look up, don't lose your flame. Even on the nights that nothing feels the same, I'm still here, I'm still standing, heartbeat bruised but never breaking. Through the rain, through the noise, I can hear my own voice, and it says don't I'm still standing. Now I leave the blinds wide, let the morning in. I wear my scars like proof of where I've been. Maybe I'm not perfect, maybe I'm not done, but I'm learning how to live for the days to come. If the dark comes back tonight, I'll strike a match and make it light. One breath, one step, one beat at a time. I'm not lost, I'm alive. I'm still here, I'm still standing, heartbeat bruised but never breaking. Through the rain, through the noise, I can hear my own voice, and it says don't let go. I've got a little more hope. I'm still here, I'm still standing.
បាត់ពុំបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានរៀបចេញពីទឹកធ្លាក់បឡាងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនថាចុងសប្តាហ៍មានបងប្អូនមកលេងច្រើនមែនទែនហើយជាចំណាប់អារម្មណ៍របស់ខ្ញុំនៅទីនេះស្អាតបែបធម្មជាតិបាទទឹកធ្លាក់ធម្មជាតិប្រសិនបងប្អូនមកលេងព្រៃភ្នំទឹកធ្លាក់បែបនេះអ្វីដែលជាគោលបំណងរបស់ពួកគាត់គឺគាត់ចង់ស្ដាប់សំឡេងរៃចង់ស្ដាប់សំឡេងទឹកធ្លាក់បែបធម្មជាតិហ្មងបាទជាជាងការស្ដាប់តន្ត្រីស្ដាប់ចម្រៀងចាក់ឡូឡាពេញហ្នឹងអញ្ចឹងបងប្អូននេះជាទស្សនៈរបស់ខ្ញុំឯងមិនដឹងថាបងប្អូនគ្រប់ត្រូលឬអត់ទេណាបើសម្រាប់ខ្ញុំបើខ្ញុំមកលេងព្រៃភ្នំទឹកធ្លាក់អញ្ចឹងខ្ញុំចង់ស្ដាប់សំឡេងរេចង់ស្ដាប់សំឡេងទឹកហូរអត់ចង់ស្ដាប់អាសំឡេងបាសដឹមទេក៏ប៉ុន្តែជាអកុសលថ្ងៃនេះខ្ញុំមកគឺហាក់បីដូចជាខកចិត្តបន្តិចដោយសារអីដោយសារថាសំឡេង music សំឡេងតន្ត្រីគឺវាលន់ឮពេញព្រៃតែម្ដងបងប្អូនអញ្ចឹងកន្លែងនេះវាមិនមែនទៅជាកន្លែងធម្មជាតិទេវាហាក់បីដូចទៅជាកន្លែងមហោស្រពឬជាកន្លែងក្លឹបតន្ត្រីទៅវិញបងប្អូនណាបាទយើងកិច្ចពីកន្លែងអ៊ូអប្រជុំជនដែលពោពេញទៅដោយសំឡេងមនុស្សសំឡេងតន្ត្រីសំឡេងចម្រៀងធុងបាសអីចឹងណាយើងកិច្ចមករកកន្លែងធម្មជាតិស្ងប់ស្ងាត់ក៏ប៉ុន្តែនៅពេលមកដល់កន្លែងនេះវាបែរជាអត់ស្ងាត់ចឹងណាបងប្អូនបាទអញ្ចឹងយើងក៏ខកចិត្តកន្លែងហ្នឹងដែរប៉ុន្តែជារួមទៅទស្សនវិជ្ជាគឺស្អាតកន្លែងហ្នឹងបងប្អូនគួរតែមកសាកល្បងណាហើយមកហើយសម្រាប់ឯហ្នឹងគឺយើងប្រមូលទៅវិញផងណាបងប្អូនណាបាទដើម្បីជួយថែរក្សាបរិស្ថាននៅទីនេះតោះឥឡូវយើងចេញដំណើរពីបឡាងយើងទៅចំការសាម៉ៅបាទទៅភ្លក់សាម៉ៅបាត់ដំបងតោះដំណើរទៅជាមួយខ្ញុំដំណើរទៅជាមួយខ្ញុំរកសម្រស់ធម្មជាតិភ្នំព្រៃនិងទឹកជ្រោះជីវិតពិតនៅទីនេះគ្រូសាលានាំផ្លូវអ្នកទៅឃើញវ័យថ្មី Subscribe ឲ្យដើរជាមួយកុំឲ្យអោកាំងហួសទៅដំណើរទៅជាមួយខ្ញុំរកសម្រស់ធម្មជាតិភ្នំព្រៃនិងទឹកជ្រោះជីវិតពិតនៅទីនេះគ្រូសាលានាំផ្លូវអ្នកទៅឃើញវ័យថ្មី Subscribe ឲ្យដើរជាមួយកុំឲ្យអោកាំងហួសទៅគ្រូសាលាដំណើរទៅជាមួយខ្ញុំរកសម្រស់ធម្មជាតិភ្នំព្រៃនិងទឹកជ្រោះជីវិតពិតនៅទីនេះគ្រូសាលានាំផ្លូវអ្នកទៅឃើញវ័យថ្មី Subscribe ឲ្យដើរជាមួយកុំឲ្យអោកាំងហួសទៅអរគុណដែលបានមកជាមួយកុំភ្លេច Like and Share បន្តគាំទ្រខ្ញុំផងយើងនឹងជួបគ្នាម្ដងទៀតនៅកន្លែងថ្មីធម្មជាតិកំពុងរងចាំឲ្យអ្នកទៅស្វែងរកគ្រូសាលាដំណើរជីវិតជាមួយធម្មជាតិម៉ូតូបើកលើផ្លូវដីខ្យល់បក់ប៉ះមុខខ្ញុំព្រៃឈើហៅឲ្យទៅដូចសុបិនដែលខ្ញុំចង់ឃើញភ្នំខ្ពស់នៅឆ្ងាយទឹកជ្រោះសូររំភើជើងកង់បងវិលទៅមុខមិនដែលចង់ត្រឡប់ក្រោយផ្លូវនេះមិនងាយស្រួលតែបេះដូងខ្ញុំមិនខ្លាចម៉ាស៊ីនរំញ័រជាមួយសំឡេងហៅឲ្យខ្ញុំបន្តទៅជីទៅរាត្រាជាមួយគ្រូសេឡាព្រៃភ្នំទឹកជ្រោះហៅឲ្យចេញរកពិភពថ្មី Royal Enfield រត់លើដីឆ្លងទឹកឆ្លងភ្នំជីវិតគឺជាដំណើរកុំឈប់នៅកន្លែងដដែលថ្ងៃរាំងលើភ្នំខៀវ
បន្លឺប៉ះលើផ្លូវខ្ញុំជិះតាមចិត្តខ្ញុំគ្មានអ្វីអាចទប់បានកាមេរ៉ាជោគពេលវេលាធម្មជាតិជាគ្រូបង្រៀនរាល់ដំណើរមានន័យសម្រាប់ជីវិតខ្ញុំបើផ្លូវពិបាកយ៉ាងណាម៉ូតូនឹងនាំខ្ញុំទៅកន្លែងដែលមិនមានផ្លូវក៏អាចคล้ายជាផ្លូវបានជិះទៅរាត្រាជាមួយគ្រូសេឡាពិភពធំកំពុងហៅឲ្យយើងទៅស្វែងរកកុំឈប់សូបន្ទេកុំខ្លាចផ្លូវវែងជីវិតគឺជាដំណើរជិះទៅជាមួយខ្ញុំ ភ្នំខ្មែរលាក់ស្នេហ៍ក្នុងភ្នត់ដំណក់ទឹកធ្លាក់ដោយវាចាកំណាប្រនៀតខ្យល់ផាត់រសាត់តាមម៉ែឈើទេសភាពស្ងាត់ជ្រងំតែមានអូនក្បែរគ្រូសិលានាំផ្លូវស្នេហាទីវាចរនេះផ្ដិតអនុសាដីយើងស្អាតណាស់ពេលមានចរណៃបងប្អូនអ្នកគ្នាឥឡូវនេះមកដល់កន្លែងតរ៉េនកន្លែងសាម៉ាវល្បីកន្លែងផ្លិតល្បីនៅសំឡូតបាទបងប្អូននេះទៅចំការតរ៉េនណាបាទចំការតរ៉េនហើយចាំឲ្យបងប្អូនឲ្យមើលផ្លែតរ៉េនណាបងប្អូនអ្នកគ្នាប្រហែលថ្ងៃមុនគឺមានបញ្ហារឿងរ៉ាវរឿងតរ៉េនណាបងប្អូនបាទតរ៉េននាំចូលនៅខ្លះភូតផោកុហកថាតរ៉េនសំឡូតបាទឬក៏តរ៉េនស្រុកខ្មែរបងប្អូនណាហើយក៏រហូតដល់មន្ត្រីមួយរូបមករបេះពីតំណែងនៃសាររឿងតរ៉េនហ្នឹងអញ្ចឹងណានៅបងប្អូនមកឃើញថាតរ៉េននៅសំឡូតទុំហើយនៅតែមើលជាមួយគ្នានេះបងប្អូនណាអូនេះតរ៉េនធំណានេះបងប្អូននេះតរ៉េនសំឡូតបាទតរ៉េនសំឡូតហើយនេះអាម្ដងនេះសត្វផ្លែបងប្អូនមើលនេះត្រេនណាខ្ចីតែទុំចឹងមកយកនេះបងប្អូនខ្មែរយើងធ្វើពិហិការអត់នាំចូលតំណែងថៃតំណែងសៀមអាប់តេលិច2ហ្នឹងគឺអត់នាំចូលទេហើយឃើញសម្ដេចលោកចូលចាត់ទុកដាក់ចាត់វិធានការក្តៅមែនទែនរហូតដល់មន្ត្រីកបបប្រចាំខេត្តបាត់ដំបងនេះត្រូវបានគេបញ្ចប់មុខតំណែងហើយមិនត្រឹមតែបញ្ចប់មុខតំណែងទេក៏ត្រូវបានគេបញ្ចប់ពីក្របខ័ណ្ឌផងដែរក្របខ័ណ្ឌរដ្ឋផងដែរអញ្ចឹងនេះគឺជាមេរៀនមួយសម្រាប់មន្ត្រីផ្សេងទៀតជាពិសេសមន្ត្រីច្រកព្រំដែនបាទព្រោះរាជរដ្ឋាភិបាលលោកបានប្រកាសហើយវាអត់មានថ្ងៃអីដែលខ្មែរត្រូវបើកច្រកព្រំដែនទេអញ្ចឹងណាព្រោះព្រំដែននេះត្រូវបានបិទជាឯកតោភាគីដោយភាគីថៃបាទបិទអត់មានខ្វល់ពីអារាទេបាទវាស្រេចតែក្បាលវល់វាចង់បិទវាចង់បើកអញ្ចឹងសម្ដេចប្រកាសហើយគឺ500ឆ្នាំទេក៏អត់មានខ្មែរដែលប្រកាសបិទដែរប្រកាសបើកដែរហើយក៏អត់មានខ្មែរទៅប្រកាសសុំឲ្យបើកច្រកដែរណាបងប្អូនបាទហើយក្នុងនោះប៉ុន្តែក៏មានមន្ត្រីខົບខិតមួយចំនួនដែលអត់ស្ដាប់ប្រកបវិជ្ជាបាទអត់យកចិត្តទុកដាក់ខ្ញុំមិនដឹងតែគាត់គិតអីទេហើយអត់មានមនសិការស្នេហាជាតិអីសោះបាទបើកច្រកឲ្យតំណែងនាំចេញឲ្យតំណែងនាំចូលពីប្រទេសលេខ2មកហើយក្តីក្តាំងធំមែនទែនក៏រឿងតរ៉េនមិនទាន់ចប់ទេឥឡូវនេះហើយថ្ងៃនេះមកសំឡូតពួកចង់មកឃើញថាតរ៉េននៅសំឡូតវាទុំហើយនៅហេតុអីបានឮតែតរ៉េនសំឡូតតរ៉េនកំពង់ចាមបាទអ្នកខ្លះក៏ហក់បោកប្រាស់ខ្មែរគ្នាឯងបោកប្រាស់ប្រជាពលរដ្ឋខ្មែរគ្នាឯងតរ៉េនមិនទាន់ទុំផងតរ៉េនយកពីបរទេសប៉ុន្តែប្រកាសប្រាប់ថាតរ៉េនខ្មែរអូនេះតរ៉េនគេធ្លាក់នេះបងប្អូននេះឬបានមួយនេះ
มันเตรนทะเลมวยเนี่ยจังบัดเงินหน้าบอกขมายที่แต่ขมายไหนบอกนี่ไอ้น้องบอกน่ะเตรนโยไปยวนเตรนโยไปไทยโยมาไปเสียมปากกาเป็นหมดแต่เตรนขมายบ่าเตรนขมายอัดเปลี่ยนการชื่อจับอัดเปลี่ยนอารมณ์สนหาเชียดมันในสกาไอ้สายถ้าเจ็ดซาดไตก็คือกระเหาะขมายให้อะไรเจ็ดซาไอ้เวียกเหาะขมายนี่ไอ้เนี่ยน้องบอกน่ะบองปอนนี่เตรนทะเลนะมันก็บ้าบอกเกี้ยเนี่ยมือโต้งดังไงทะเลตีบ่าให้ดิเตรนสำรวจบ่าอันนี้โมยดอลละกันเลยดาวเมื่อถ้าบัดดังสารเตรนเข้ามาแต่เตรนโลตามซานะบองบอกไปคลำเป็นเตรนเข้ามาดีบ่าให้ยังตะตุกจัดเอ็นหน้าบ้านบ่เข้ามาก็เหาะเข้ามาเนี่ยเตรนมาดอมนี่คือพลายมันติดดาวมันติดพลายบางคนมาดอไม่โจสามสปลายให้เนี่ยไปบ่าเมียนโตเมียนทอมไปจังไทยไทยบอกออนมาเลยสำรวจจราจรนี้เนี่ยหมอปองมาติงเตรนนะแต่ยังโจมือดัลเตรนขนมจุ่มกาเตรนนะมันตั้งแต่เตรนวิอัดตันตุ่มบ้านสังกรบในเก็บศพลงไปบางปอนจะไปกระปิติสลายเลยที่ยอมกับปองตัวนี้คือจุดการเตรนในจอกสำรวจให้มาเรียนนี้ปัญหาเรื่องเตรนเป็นเรื่องธรรมดาบางปอนเตรนกับปองจ้ามแบบเตรนสำรวจเตรนในนาที่ต้องเตรนได้บ่าเตรนโลเป็นภาษาบ่าให้สอบไปอะไรนี้ในรัฐบาลก็ลงมาประกาศให้ทาปัดเมียนทั้งไงบาดเจาะถือบ่าmà ná một bật trọ ai cái tàu phía ký hai cái mớ có tập trọ tập tôi sau mày miền cà trò chá bật trọ làm vịnh hai sầm đách cái lô miền và sa tha ắt miền pe là thợ bật trọ thì của thái chỉ địa bật xem chỉ địa bắt trọ đôi ai cái tàu phía ký ắt ban sông bị phía xa sầm đách đi phía ký Campuchia đây hai phía tông chủ môi nâng tùng nênh xem bà có sầm đách lớn ắt lớn thực chất đấy bà ắt oi miền ca nòm trồ tầm đánh xiêm pra tầm đánh xiêm thế hay cả lòng máu chia bớt và dưỡng thưa ca ban lọ men tên bao con công mơ ra sẽ cam một phiệp cho là na thưa ca tầm đánh xiêm á còn tại ca tầm đánh xiêm á sẽ cách thay bát chén sẽ cách xiêm bát chén lòng bồn chén bắn to thưa sẽ cam một phiệpแบบนี้dưỡng phải để sát rồi ca nòm trồ tầm đánh xiêm xén hay dưỡng chập đam miệng một con trâu là tập bạc con sọc hay là đấy môi chiếc trenโมนี่คือกำลังโมติ้งเตรนแต่เตรนตีมุ้ยยอดต้นตุ้มแบบตีปียังอัดเดือนเลยติ่งเพราะเป็นคลายเลยคลายไปเช่นคำเจ้าให้มาปนตาเตรนมาสำรวจไอ้แล้วนี่ก็มันต้นตุ้มเลยแบบปีไกลนี้ต้นตุ้มก็นี่แบบตุ้มชมติ้งแบบอะไรที่ได้แบบให้ขึ้นมาปนยังโมจานโมปิติจิตติชงายแบบอะไรกันนั้นแบบลูกบางคนมาเยอะหน่อยเลยบางคนมาไปเสียมแล้วบางคนมาเยอะจังกัดมือติงเตรนกัดมือจำกาเตรนแต่ไปยังเนี่ยตะเลิบได้สกมไปเนี่ยยังต่อมือตามเพลอเลยใบตามเพลอเลยมวยจับเส้นกลางบัตตะบองเคยปกปกาท่าเมียนเตรนโลสาเตรนแม่แบบเตรนแม่บอกโอ้น้อยเตรนแม่ในคลาสเตรนขมายไหมนะแต่ในคลาสบอกเจ็บรถคนไอ้บอกขมายเนี่ยไอ้เตรนบอกขมายจะกับเตรนนอมโจแต่จังวิดีโอนี้อัดทาไอ้เตอัดริกอนอัดไอ้เตตอนในจ้องดีทาบอกโอนเจ็บขมายยังแถวดังกลัวแต่ดังซาเอาไว้กู้เอาไว้เหมือนกูยังโลอ้อยขมายยังโฮบแต่บอกโอนเธอมีพิมพ์สมัครตรังนะบอกขมายเราดังเราบอกขมายរបស់សៀមមកដឹងរបស់សៀមរបស់យួនមកដឹងរបស់យួនណាបងប្អូនណាអញ្ចឹងចូលរួមទាំងអស់គ្នាបើសិនបើយើងមិនគ្រប់គ្រងផលិតផលជាតិបងប្អូនមានតែយើងកំពុងតែអត់បានលើកស្ទួយសេដ្ឋកិច្ចជាតិទេណាសកម្មភាពនៃការធ្វើពេហិការបងប្អូននៅតែបន្តណាបងប្អូននៅតែបន្តហើយឈប់បោកខ្មែរគ្នាឯងយូសេពីលោកត្រេនណាបងប្អូនធ្វើការត្រេនទៅលេខទីតាំងមកបាទចាំខ្ញុំប្រាប់ម្ចាស់ការត្រេនឲ្យទីតាំងក៏ទុំអញ្ចឹង
អរគុណនេះបងប្អូនយើងមួយច្រើនបាទអ្នកដឹងមកពីណាទេបាទខ្ញុំអត់ដឹងដែរទេបាទប្រហែលជាមកពីស្រុកខ្មែរមើលទៅអូនមកពីខាងណាប្រដាក់ឲ្យចូលសៀមរាបអូអ្នកបាត់ដំបងទៅលេងប្រដាក់អ្នកប្រដាក់មកលេងបាត់ដំបងបាទនេះបងប្អូនមកពីសៀមរាបតើបាទនេះបងប្អូនមើលចុះមានអាតូចមានអាធំណាបាទនេះបងប្អូនអូមកដល់នេះមានតិចផ្លែទេបាទមើលចុះបាទអូយដល់ហើយចកាតារ៉េនយើងអត់បានទិញតារ៉េនតែយើងបានឃើញតារ៉េនក៏បានដែរអូនេះផ្កានេះផ្កាតារ៉េននេះផ្កាឬក៏ក្តាប់ហ្នឹងផ្កាអីអូផ្កាមែននេះផ្កាវាបាទផ្កាតារ៉េនមានបងប្អូនយើងមកពីខាងប្រដាក់បាទខាងសៀមរាបមកមើលចកាតារ៉េនដែរបាទពូមីងមករកទិញតារ៉េននេះតារ៉េនណាតារ៉េននេះប៉ុណ្ណឹងខ្ញុំបាទពុកបងប្អូនជាទីគោរពជាទីស្រឡាញ់ឥឡូវយើងចេញពីចកាតារ៉េនហើយយើងមកទិញសាមកវិញហើយមូលហេតុនោះគឺតារ៉េនកន្លែងផ្ទះលោកតាម៉ាប់នោះអត់ទិនទុំច្រើនទេទុំតិចណាបាទហើយយើងក៏ត្រឡប់មកទិញសាមកវិញមកហើយមកដល់កន្លែងនេះក៏នឹងមានតារ៉េនលក់ទៀតបាទប៉ុន្តែយើងអត់ទិញតារ៉េនទេយើងចូលចិត្តសាមកជាងមូលហេតុគឺយើងអត់មានលុយទិញ វាថ្លៃពេក បងនេះសាមកតាមនៅណាតាមចកាខាងណា ចកាខែជិត អូចាប់ផ្ដើមទុំប្រដៅបងណា ចាតរេនេះទុំបានលក់ហ្នឹងអូន អូយធំធំហ្នឹងនេះ ចាទុំ 1គីឡូម៉ាននេះតារ៉េននេះ គីឡូ22,000 22,000ណាឡើងខ្លះគីឡូ24 26អីហ៎ បាទដល់នេះដល់តារ៉េនទុំហើយនេះបង ដល់វាអីទេ បាទ វាអត់តាន់សូវមានទុំមករត់ទៅទុំហ្នឹងអូន បាទ វាឯងខាងឯងហ្នឹង បាទបាទបងครับអរគុណច្រើនបងបាទបងប្អូនជាទីគោរពជាទីស្រឡាញ់ឥឡូវយើងទិញបានសាមកប្រហែលគីឡូហើយយើងបន្តដំណើរទៅរមណីយដ្ឋានមួយទៀតដែលឲ្យឈ្មោះថាផ្កាព្រៃរីសតហើយខ្ញុំណែនាំបងប្អូនទៅទស្សនាទីនោះក៏ប៉ុន្តែកុំឲ្យវីដេអូនេះវែងពេកចាំទស្សនាវីដេអូបន្តអញ្ចឹងចាំរងចាំទស្សនាវីដេអូបន្តទៀតអរគុណជូនពរពុកម៉ែបងប្អូនមានសុខភាពល្អនិងសំណាងល្អគ្រប់ទិវារាត្រីជួបគ្នានៅវីដេអូក្រោយបាទ